ชีวิตនៅក្រោមឥទ្ធិពលនៃសេចក្តីទុក្ខហើយនឿយណាយនឹងការកើតចាស់ឈឺស្លាប់ធុញទ្រាន់នឹងជីវិតរបស់មនុស្សនឹងធុញទ្រាន់ចង់រកវិធីណាផ្លូវណាដើម្បីរំដោះខ្លួនចេញពីទុក្ខនោះឲ្យសេចក្តីទុក្ខឲ្យផុតទៅនឹងវិធីដែលចេញពីទុក្ខសង្សារទុក្ខនេះឲ្យផុតទៅមានតែព្រះធម៌ដែលព្រះសម្មាសម្ពុទ្ធសម្ដែងទុកឲ្យនឹងជាមេគីជាអរិយមេជាអដ្ឋង្គិកមេការបដិបត្តិនឹងបើមិនបានធ្វើពិធីបដិបត្តិគ្មានពិធីណាដែលចេញរួចពីទុក្ខទេអត់មានបន់ស្រន់បួងសួងណាឲ្យអតិទេពមកនាំទៅដាក់ព្រះនិព្វានដែលបានអត់តែត្រូវធ្វើដោយខ្លួនឯងទាំងអស់នឹងសូមឲ្យញោមញាតិពុទ្ធបរិស័ទទាំងឡាយជ្រាបព្រោះពុទ្ធសាសនានឹងព្រះសម្មាសម្ពុទ្ធលោកបង្រៀនមនុស្សឲ្យធ្វើការតាមិនឲ្យមនុស្សពឹងគេទេមិនឲ្យទៅពឹងអ្វីដទៃខាងក្រៅខ្លួនឲ្យពឹងតែខ្លួនឯងពាក្យថាខ្លួនឯងក្នុងទីនេះបានដល់កាយវាចាចិត្តនេះជារបស់ខ្លួនហើយមនុស្សទាំងអស់នៅលើសកលលោកត្រូវតែធ្វើការដោយកាយដោយវាចាដោយចិត្តរបស់ខ្លួននឹងឯងសំបីជីវិតដែលញោមញាទាំងឡាយដែលរស់នៅជាមនុស្សសប្តាហ៍ថ្ងៃនេះមានចំណេះមានវិជ្ជាមានសម្បត្តិមានទ្រព្យមានយស័ក្តិទាំងបានក៏កើតតែអំពីកាយវាចាចិត្តរបស់ខ្លួនធ្វើខ្លួនឯងទាំងអស់ឥតមានណាមកធ្វើឲ្យទេនេះសូមញោមញាជ្រាបចឹងញោមគិតមើលមែនតើពេលដែលអាត្មាសម្ដែងប្រាប់ថាយើងមានអ្វីអត់ដោយសារខ្លួនយើងគិតមើលពីត្រឹមនឹងចាស់ទៅក្រោយវិញថាស្អីដែលបានពីណាគេធ្វើឲ្យអត់មានទេបានតែពីកាយវាចាចិត្តបញ្ញារបស់ខ្លួនដែលធ្វើនឹងកើតឡើងទៅអស់ដល់ខ្លួនតាំងពីសេចក្តីសុខទ្រព្យសម្បត្តិជោគជ័យសួស្តីអីសពបែបយ៉ាងកើតតែពីខ្លួនឯងធ្វើនឹងជាពុទ្ធសាសនាដែលព្រះសម្មាសម្ពុទ្ធទ្រង់សម្ដែងនោះនៅក្នុងព្រះធម៌ 84000 សត្វតែធ្វើដែលត្រូវធ្វើដោយកាយវាចាចិត្តទាំងអស់ញោមញាតិពុទ្ធបរិស័ទគឺកាយវាចាចិត្តនឹងហើយជាខ្លួនដែលលោកតែសម្ដែងថាអត្តាហេអត្តណោនេថោខ្លួនជាទីពឹងនៃខ្លួនអ្នកដទៃមិនអាចទីពឹងយើងបានខ្លួនគឺកាយវាចាចិត្តនឹងឯងធ្វើរិចលោកកាយវាចាចិត្តរបស់ផងយើងកាយវាចាចិត្តរបស់យើងពីកំណើតដែលយើងកើតមកអត់ស្អាតទេណាញោមណាជាប់ដោយកិលេសគ្រឿងសៅមងស្មោកគ្រោះអាក្រក់ទាំងអស់កើតមកពីកំណើតមកវាសំបីតែបញ្ញារបស់យើងដូចគ្នាមនុស្សកើតមកមានពូជក្របពូជបញ្ញាស្រេចតែបើមនុស្សមិនបានសិក្សារៀនសូត្រអក្សរសិល្បវិជ្ជាអីទេបញ្ញារបស់ខ្លួនអត់រីកធំទៅបានដែលនៅតែក្តៀបអញ្ចឹងឯងឧទាហរណ៍ជាក់ស្ដែងញោមញាតិមើលប្រជាពលរដ្ឋបរិស័ទដែលគ្នានៅតាមចុងកាត់មិត្តញោមស្រុកក្រៅលំនៅជនរបស់គ្នាអត់បានរៀនញោមមិនមានទៅចេះដឹងអីតាមពិតមនុស្សដូចតែគ្នាព្រោះយើងនៅទីក្រុងយើងមានសាលាសិក្សារៀនសូត្រគ្រប់មជ្ឈមឲ្យយើងរៀនដល់ចេះដឹងមានបញ្ញារីកឡើងយើងធ្វើកិច្ចការអ្វីបានទាំងអស់ដោយសារបញ្ញាអ្នកនៅជនបទមានពូជបញ្ញាដូចតែគ្នាប៉ុន្តែគ្នាអត់បានរៀនសូត្រនៅវាក្តៀបនឹងអត់ធ្វើអីកើតទេអានេះបញ្ញានោះការយល់ខុសនេះបាបយ៉ាងក្រៃលែងសម្រាប់ពុទ្ធសាសនាបាបជាងអីទៀតផងរហូតដល់ថាម៉ែឪក៏អត់គុណមានគុណឲ្យម៉ែឪនឹងអត់គេណាម៉ែឪខំធ្វើសេចក្តីល្អតស៊ូងប់រស់នឹងកូនមួយណាតាំងពីនៅក្នុងពោះរហូតដល់ប្រសូតមកឲ្យរសាកូនមួយតាំងពីមួយថ្ងៃរហូតដល់អាយុជាង20ម្នាក់គេได้ចិញ្ចឹមដោយគ្រឿងឧបភោគបរិភោគដោយទឹកចិត្តមេត្តាស្រឡាញ់ផងករុណាអាណិតអសូរការពារកូននឹងនៅតែ
កូនทำไมเอาអត់មានគុណអានឹងថាយល់ខុសនោះបាបក្រៃលែងជាទីបំផុតការមិច្ឆាទិដ្ឋិការយល់ខុសនេះបុរាណថាបាបមិនឆ្អាបមឿនទេបើទៅវាយមឿនវាយឲ្យស្ងោស៊ីបាបដែរបើឆ្អាបមឿនបាបនៃការយល់ខុសប្រឆាសេចក្តីពេញអត់បានឆ្អាបមឿនអីទេគឺបាបធ្ងន់ណាស់ដោយសារគំនិតយល់ខុសប្រឆាណាហើយមនុស្សកាលណាតែមិនជឿបន់មិនជឿបាបមិនជឿថាមនុស្សស្លាប់ហើយកើតទៀតឋានសួគ៌ឋានរមានមនុស្សនោះធ្វើអាក្រក់ទាំងអស់អត់ខ្លាចទេរឿងធ្វើអាក្រក់បើធ្វើវាអត់ឲ្យផលអញ្ចឹងមានប៉ះពាល់ដល់ជីវិតរបស់មនុស្សសពសត្វនៅលើពិភពលោកទាំងអស់នឹងកាលណាបើបានស្ដាប់ធម៌ទេសនាឲ្យបំបត្តិការយល់ខុសនឹងឲ្យយល់ត្រូវឡើងវិញផងត្រឹមត្រូវទៅតាមសេចក្តីពិតព្រោះស្ដាប់ធម៌ទៅយល់អានិសង្សទី5កាលណាញោមញាតិស្ដាប់យល់ហើយញ៉ាំងទឹកចិត្តរបស់ញោមញាតិគ្រប់គ្នានឹងឲ្យមានជំនឿសទ្ធាជ្រះថ្លាក្នុងពុទ្ធសាសនានឹងកាន់តែខ្លាំងក្លាឡើងដោយសារការស្ដាប់ធម៌ទេសនានឹងឯងជ្រះថ្លាទៅយល់មានបញ្ញាយល់ខុសយល់ត្រូវដឹងអាក្រក់ល្អទាំងអស់ក៏ទឹកចិត្តនឹងមានសទ្ធាជ្រះថ្លាមានសទ្ធាជ្រះថ្លាថ្នាក់ញោមញាតិពុទ្ធបរិស័ទនឹងគេហៅថាចិត្តជាកម្មាវិជ្ជាកុសលចិត្តកាលណាស្ដាប់ពីចិត្តនោះវាកើតសេចក្តីជ្រះថ្លាជាកុសលព្រោះចង់ធ្វើសេចក្តីល្អឡើងហ្នឹងមានការចែកទានមានការរក្សាសិលមានសេចក្តីអាណិតអាសូរដល់ជីវិតសពសត្វទូទៅនៅជុំវិញខ្លួនលើផែនដីហ្នឹងมันប៉ះពាល់ទេនេះហៅកម្មាវិជ្ជាកុសលចិត្តកម្មាវិជ្ជាកុសលចិត្តនេះចិត្តជាកុសលប៉ុន្តែវាជាប់ជំពាក់ដោយកាមគុណ5ព្រោះជីវិតរបស់មនុស្សបើវាជាប់ជំពាក់ហ្នឹងចិត្តជាកម្មាវិជ្ជាកុសលចិត្តនេះលោកសម្ដែងថាបើអស់អាយុទៅកើតក្នុងឋានសួគ៌6ជាន់ឆោកម្មាវិជ្ជាសួគ៌ហ្នឹងអានេះអាត្មាគណៈសម្ដែងនិយាយពីចិត្តទី1ទេចិត្តមាន14ថ្នាក់ណាបើសម្ដែងពីចិត្តទី1គឺចិត្តញោមញាតិពុទ្ធបរិស័ទហ្នឹងឯងទី1បំផុតឲ្យចិត្តជាកុសលមុនគេហ្នឹងដែលយល់អំពីកុសលធម៌ប្រកបដោយបញ្ញាទៅគឺពំពេញឲ្យញោមចេះអាណិតគេចេះបរិច្ចាគទ្រព្យសម្បត្តិចែកទៅជាទានដល់ជនដទៃទៀតឬក៏សាងជាសាលារៀនជាមន្ទីរពេទ្យជាផ្លូវជាថ្នល់ជាស្ពានសតកម្មាវិជ្ជាកុសលចិត្តឯងបានលះទ្រព្យយកទៅធ្វើបានណានឹងសំញោមញាតិពុទ្ធបរិស័ទទាំងឡាយនឹងជ្រាបអានិសង្សនៃការដែលបានបរិច្ចាគទានជ្រះថ្លាដោយចិត្តរីករាយនឹងឯងដែលអានិសង្សចុងក្រោយទៅញោមញាតិលះបង់លោកទៅកាន់លោកកមុខទៅបានកាន់ទៅសុគតិក្នុងឋានសួគ៌នឹងជាហេតុផលក្នុងពុទ្ធសាសនាហ្នឹងពុទ្ធសាសនានោះថាអាស្រ័យការសេពគុំបានមកសេពគុំនឹងត្រកូលសប្បុរសក៏បានត្រឡប់វិលខ្លួនដែលជាអសប្បុរសនឹងឲ្យទៅជាសប្បុរសនឹងគេដែរពាក្យថាសប្បុរសជាភាសាបាលីប្រែជាខ្មែរថាអ្នកដែលស្ងប់ពួកសប្បុរសគឺពួកអ្នកដែលស្ងប់ស្ងប់អីថាស្ងប់កាយស្ងប់វាចាស្ងប់ចិត្តដល់អ្នកដែលមិនស្ងប់នឹងគេហៅអសប្បុរសនឹងបានមកសេពគុំនឹងសប្បុរសក៏ផ្លាស់ប្ដូរទៅជាអ្នកស្ងប់នឹងបានព្រះសម្មាសម្ពុទ្ធលោកទ្រង់សម្ដែងថាកិរិយាដែលសេពគុំគឺមករួបរวมពោសមាគមជាមួយនឹងគ្នាទៅសេពគុំនឹងសប្បុរសរមែងបានទទួលធ្វើរបស់សប្បុរសសេពគុំនឹងអសប្បុរសនឹងបានទទួលធ្វើរបស់អសប្បុរសនឹងបានកិរិយាដែលសេពគុំនេះគឺជាធំបំផុតជាចម្បងសម្រាប់សង្គមមនុស្សនៅលើសកលលោកនេះបានព្រះសម្មាសម្ពុទ្ធឧសម្ដែងក្នុងមង្គលសូត្រនៃអាសេវនាជាពេលលាណាំងថាកិរិយាមិនសេពគុំនឹងជន់ពេលអសប្បុរសហ្នឹងជាមង្គលដល់ប្រសើរតែកាលណាយើងទៅសេពគុំនឹងពួកអសប្បុរស
ឧបិនឹងដែលនាំយើងទៅធ្វើកុសលនិងនាំយើងទៅប្រព្រឹត្តអំពើអកុសលហ្នឹងឯងវាអំពើអកុសលហ្នឹងវាជាទីអត្រេកអររបស់ពួកអសប្បុរសហ្នឹងឯងតែស៊ីប៉ោឡែរំច្រៀងទៅអីសពបែបស្អាតហ្នឹងពួកអសប្បុរសគឺចូលចិត្តចឹងដល់ពួកសប្បុរសលោកមិនចូលចិត្តទេវាអំពើស៊ីប៉ោឡែរំច្រៀងអាហ្នឹងគេថាវាអត់ស្ងប់ធ្វើចិត្តធ្វើកាយវាចាចិត្តមនុស្សរបស់នោះឲ្យមានកិលេសនៅសម្ផលគ្រូតក្រៀតឡើងបងនេះសម្រាប់ទៅខ្សែគុំនឹងអសប្បុរសតែខ្សែគុំនឹងសប្បុរសលោកណាំបញ្យល់ឲ្យបុគ្គលនឹងស្ដាប់ទទួលយកបានទៅក៏អប់រំកាយវាចាចិត្តយើងខ្លួនឲ្យបានទៅជាអ្នកស្ងប់គេហៅថាអសប្បុរសហៅថាសប្បុរសនឹងសូមញោមញាតជ្រាបដូចជាញោមញាតពុទ្ធបរិស័ទដែលបានមកប្រជុំគ្នាក្នុងទីនេះណាការសន្និបាតមកប្រជុំទីនេះសុទ្ធតែជាពួកសប្បុរសហើយទោះបីជាមិនប្រាប់ក៏យើងសង្កេតមើលទៅឃើញព្រោះពួកអសប្បុរសអត់បានចូលមកកាន់ទីប្រជុំនឹងបានទេមិនជ្រះថ្លាមិនចូលចិត្តទេសម្រាប់ញោមញាតពុទ្ធបរិស័ទដែលជាសប្បុរសនឹងឬសប្បុរសផ្លង់គ្នាប្រកោកប្រកាសអំពីកិច្ចការងារដែលល្អមានកុសលកម្មជាដើមលឺហើយក៏ជ្រះថ្លាមកប្រជុំគ្នាព្រមព្រៀងគ្នាណាបានការប្រជុំគ្នានេះគឺសត្វតែសប្បុរសហើយដោយសារខ្សែគប់នឹងសប្បុរសនឹងឯងនឹងសូមអញ្ញញាតពុទ្ធបរិស័ទទាំងឡាយជ្រាបដោយក្នុងឱកាសនេះឯកឧត្តមបានមានប្រសាសន៍ជំរាបដល់ញោមញាតហើយអំពីការកសាងស្ថានីយ៍វិទ្យុផ្សាយសម្លេងពុទ្ធសាសនានេះវិទ្យុដែលយើងកសាងនេះគឺជាវិទ្យុដែលផ្សាយអំពីពុទ្ធសាសនាដោយសតតែម្ដងអត់មានអីខុសពីនឹងទៅលាយច្រឡំទេនេះសូមជំរាបព្រោះវិទ្យុដែលផ្សាយមួយសតតែមានលក្ខន្តិកៈច្បាប់ផ្ទៃក្នុងរបស់វិទ្យុនឹងគ្រប់ខេត្តទាំងអស់យើងហាមថាមិនឲ្យយកអ្វីដែលមកប្រើប្រាស់នៅក្នុងវិទ្យុនឹងលក្ខន្តិកៈនឹងទី1ហាមផ្សាយពាណិជ្ជកម្មអត់មានឲ្យយកមកផ្សាយទេក្នុងទី2ហាមមិនឲ្យនិយាយអ្វីដែលប៉ះពាល់ដល់ស្ថាប័នព្រះមហាក្សត្រទី3ហាមមិនឲ្យពូលនិយាយស្ដីអីដែលប៉ះពាល់ដល់រាជរដ្ឋាភិបាលមានប្រមុខរាជរដ្ឋាភិបាលជាដើមណាទី4ហាមមិនឲ្យបំរើបកនយោបាយមិនឲ្យបកនយោបាយណាមកយកវិទ្យុនៅផ្សព្វផ្សាយបរោសំឡេងអានេះជាលក្ខន្តិកៈដែលយើងហាមគឺផ្សាយតែពីសំឡេងពុទ្ធសាសនារសជាតិរបស់ប្រទេសដោយសតតែម្ដងនេះលក្ខន្តិកៈធ្វើអំពើអាក្រក់ដោយខ្លួនឯងនិងសៅមងដោយខ្លួនឯងនេះពុទ្ធិកាអត្តនាអកតੰបាបាំងអត្តនាវិសិជ្ជតិអត្តនាអកតੰបាបាំងអត្តនាវិសិជ្ជតិយ៉ាងអ្នកណាធ្វើអំពើល្អដោយខ្លួនឯងនិងបរិសុទ្ធដោយខ្លួនឯងសទ្ធិអសទ្ធិបច្ចតាំងញោអញ្ញវិសុទ្ធិយេសេចក្តីបរិសុទ្ធនិងមិនបរិសុទ្ធស្រេចនឹងខ្លួនឯងឥតមានអ្នកដទៃណាមកធ្វើខ្លួនឲ្យបរិសុទ្ធបានទេធ្វើខ្លួនឯងឲ្យបរិសុទ្ធគឺត្រូវអប់រំកាយវាចាចិត្តដោយសិលសមាធិបញ្ញានឹងជាគ្រឿងធ្វើឲ្យខ្លួនយើងបរិសុទ្ធសត្វជាតួការងារដែលយើងធ្វើទាំងអស់ដែលបល័យថាកម្មនោះដូចជាកន្លែងនេះមជ្ឈមណ្ឌលសមាធិវិបស្សនានេះកន្លែងអប់រំចិត្តរបស់ខ្លួនជំរះចិត្តរបស់ខ្លួនឲ្យបរិសុទ្ធកិលេសគ្រឿងសៅមងសម្រាប់មនុស្សមាន3ថ្នាក់កិលេសក្រោធក្រេតកិលេសចិនកណ្ដាលកិលេសចិនល្អិតកិលេសក្រោធក្រេតត្រូវកម្ចាត់ដោយសិល
កិលេសចិនកណ្ដាលកំចាត់ដោយសមាធិចម្រើនសមថៈកិលេសចិនល្អិតកំចាត់ដោយវិបស្សនា3នេះសិលសមាធិបញ្ញានេះជាផ្លូវពោលដែលអរិយមេអថង្គិកមេដែលជាផ្លូវដែលព្រះអរិយទាំងឡាយលោកបានធ្វើដំណើរតាមនឹងដើម្បីនឹងចេញចាកទុកនឹងបានទៅបដិបត្តិចឹងដល់តិចទៅនឹងអត់មានទេណាសូមឲ្យញោមញាតិជ្រាបយល់ចឹងហើយពុទ្ធសាសនាអត់មានទៅហៅអតិភិបខាងក្រៅមកជាទីពឹងទេណាតែក្នុងបរិស័ទខ្មែរដែលជ្រះថ្លាពុទ្ធសាសនាមិនបានសិក្សារៀនសូត្របរិយ័តអត់ស្គាល់ពុទ្ធសាសនាតែទៅស្គាល់តែសាសនាដទៃខាងក្រៅពីពុទ្ធសាសនាសាសនាខាងក្រៅដទៃទេសង្ឃឹមផ្ញើជោគវាសនាទៅលើព្រះទេវតាប្រអិនប្រព្រំមកជួយស្រោចស្រង់មនុស្សនោះឲ្យបានសេចក្តីសុខជោគជ័យសួស្តីបានន័យថាមនុស្សត្រូវទីពឹងទេវតាតែពុទ្ធសាសនាមិនមានទេមានឲ្យយើងយកទេវតាឬអតិភិបខាងក្រៅមកជាទីពឹងទេអានឹងសំបញ្ជាក់ថ្ងៃនេះឲ្យច្បាស់លាស់ញោមញាក់ខ្លះយល់ខ្លះហើយតែមិនទាន់យល់ច្បាស់ទេញោមញាក់ខ្លះនៅតែមិនទាន់យល់បើធ្វើទេសនានេះបញ្យល់បាទបើអ្នកណានៅតែហៅគេឲ្យមកជួយមិនពុទ្ធបរិស័ទទេមិនសិស្សពុទ្ធទេមិនសាវកពុទ្ធទេព្រោះពុទ្ធលោកមិនឲ្យហៅអ្នកណាមកជួយទេឲ្យធ្វើខ្លួនឯងសិលសមាធិបញ្ញានឹងហើយជាគ្រឿងទីពឹងធ្វើខ្លួនឯងទៅអស់ជាទូកម្មតែបើនៅតែហៅគេឲ្យមកជួយមិនពុទ្ធសាសនាតែបើញោមញាតិយើងទៅថ្ងៃនេះហៅគេមកជួយច្រើនណាស់ណាបងមែនទេហ្នឹងហើយអ្នកមិនស្គាល់សាសនាហ្នឹងអ្នកមិនស្គាល់ពុទ្ធសាសនាហ្នឹងអញ្ចឹងហ្នឹងឯងប្រាប់ឲ្យច្បាស់តែអ្នកណានៅតែហៅគេមកជួយមិនមែនបរិស័ទពុទ្ធសាសនាទេត្រូវដឹងខ្លួនយ៉ាងណាមកបើថាបរិស័ទពុទ្ធសាសនាគឺត្រូវធ្វើកម្មគឺការងារពាក្យបល័យថាកម្មប្រែជាខ្មែរថាអំពើដែលយើងធ្វើណាកាយកម្មវិច័យកម្មមនោកម្មបល័យទាំងអស់កាយកម្មធ្វើការដោយកាយវិច័យកម្មធ្វើដោយសម្ដីមនោកម្មធ្វើដោយចិត្តមានប៉ុណ្ណឹងឯពុទ្ធសាសនាតែដកតិចពីហ្នឹងមិនមែនពុទ្ធសាសនាទេខ្ញុំសូមបញ្ជាក់ចឹងអប់រំកាយវាចាចិត្តយើងឲ្យស្អាតដើម្បីកាយវាចាចិត្តប្រព្រឹត្តការងារអត់គ្មានអ្នកណាមកបញ្ជាកាយវាចាចិត្តយើងទេពុំមានអធិបតីភាពខ្លួនឯងហើយគ្មានអ្នកណាថាអូអ្នកឯងទៅធ្វើនឹងទៅអូអ្នកឯងទៅនឹងអត់មានទេគឺបញ្ញារបស់ខ្លួនទេអ្នកសម្រាប់អានឹងក៏មានជោគវាសនាខ្លួនឯងគ្មាននៅក្រមណានេះគុំណាទេនោះថាមនុស្សសម្រាប់ជោគវាសនាខ្លួនឯងតែមានអតិទេពណាអ្នកមកសម្រាប់អត់ទេមានណាមកសម្រាប់ទេតែពេញចិត្តអីរៀនអានឹងឯងទៅណាសម្រាប់ជោគវាសនាខ្លួនឯងខ្ញុំមើលទៅប្រកាសប៉ុណ្ណាបើថាព្រះជាអ្នកសម្រាប់អត់ដែលឃើញទេវាដូចគ្រាន់តែកុហកគ្នាតទេហ្នឹងមនុស្សសម្រាប់អរិយអ្នកកើតមកមានបនស័កតូចធ្វើការចេះដឹងមានចំណេះវិជ្ជាធ្វើការមួយជីវិតក៏មិនបានឡើងបនឡើងស័កអីគេធំទេបើធ្វើទៅហ៊ានក៏រកស័កមួយស័កពីរអីវាមិនឃើញទេបើនៅតែស័កមួយកងុកស័កពីរកងុកស័កបីកងុកហ្នឹងឯងអាកងុកយ៉ាងហ្នឹងគេថាស័កមួយស័កពីរកងុកសែបកបរាសែបហ្នឹងណាថាអត់បានឡើងបនស័កតែមួយជីវិតទៅតែរត្រែនក៏នៅតែស័កបីកងុកស័កពីរកងុកហ្នឹងឯងថាមកវិស្អីថាអ្នកនឹងជាមនុស្សដែលជាណែនគេមានចិត្តច្រណែនបៀតបៀនអ្នកដទៃជុំវិញខ្លួនអ្នកភូមិផងរបស់ជាមួយនេះឃើញគេបានសុខបានទ្រព្យបានសម្បត្តិអីខឹងយ៉ាងណែននឹងគេពួយមាត់បាត់នំតែខឹងនឹងគេមានគេបានសុខគេមានទ្រព្យណាទៅខឹងក៏ដល់ឲ្យឯងគេហ្នឹងឯងបើក្រព្រោះនឹងឯងជាការងារអាក្រក់ផ្លូវចិត្តណាផ្លូវចិត្តเราវាចាណាកើតជាអនាគតទៅចេះដឹងរៀនចេះដឹងបណ្ណាទៅធ្វើការអីក៏មិនបានធំដុំគេទេបងសម្រាប់គេអ្នកដែលគេធ្វើការងារកើតឡើងមានបុណ្យស័ក្តិធំមានទ្រព្យមានសម្បត្តិឃ
ยเนี่ยภูมิพรระบาดจมูกเคยเนี่ยหน้ามวยเก็บบานศพบานจำรานดอยเตรียบดอยสมบัติกีโกนเจ้ากีละอปปนปได้กีก็ละอเสียซับบระแต่โกสับละอกีช่วยเตรอนังแต่โกนยังไงกีช่วยบอลก็สั่นไอบางกีละอนั่นแกทำมุติตาเถื่อมุติตาเถื่อคือถ้าเตรอรีเรียตามแต่เนี่ยนังบานสิ่งใดเศร้าช่วยสบายกีแต่เศร้าบอลแต่เศร้าเปร่งสำนางกันจังkarena bapak nang ban bondek karena kuat tu terkangi aiก็บ้านลังบนลังสักไอ้ทำเทเนี่ยมันจังสำหรับเนี่ยเด็กเกิดมาขนมตะโกเท่าเตี้ยพอตะโกเท่าเตี้ยปมพันปอจีเตี้ยสาเตี้ยใส่ไอ้เจ้หรือตะก้าตะขนมพุ่มสระประเทศเด็กเท่าเตี้ยนั่งโดยสัตว์เดรัจฉานท่านเนี่ยนั่งเชียร์มนุษย์อากตัญญูหรือเชี่ยมนุษย์เปลี่ยนมนุษย์ตุ่มเนื่องมันเมียนก่อรบกาตอไกรเราเมียนดาไม่ได้เราบอกผลคลุ้นตูนเมียนไอ้ก็มาสลับสันได้ทอมเมืองเงยไม่เอาเมืองเงยจากประเทศจ้าสักมันนักเปรียมปริดมันเด่นไอ้จังอ้อพอคือมันกอไกรมันก็รบนาได้เฉียงเงยเฉียงงางเมืองเงยจังจากประเทศจ้าจังท่านะการเงียนะง่ายการเงียอัครเดชรานพอชรานอย่างนั้นไอ้ตัวก้อยขนมตะโกเท่าเดียวยังไอ้สำหรับเนี่ยได้ก้อยขนมตะโกปงปวดคือนั่นที่กรบเมียดาไม่ได้ที่กรบจากประเทศชาเนี่ยปลายมันดึกเจออนเจหนุ่มต้นกรบแล้วนั่งเชียการเงียดละอเกอนาคตที่ตัวก้อยขนมตะโกได้สะดอกสะดองเมียนเติมเมียนสมบัติปงปวดไอ้สำหรับเนี่ยการมอหลงง่วงเธอไอ้ก็มันการเรียนไอ้ก็มันการพอสอบไปแต่ครูอันติงไม่เล่นนั่นกันติงว่ามันจำท่าว่ามันเปล่าเอาเธอเล่โบกเล่ด่าก็ว่ามันการเรียนจำในไอ้ก็มันแช่ถ้านั่งโมเป็นมันเอาน้องเขียนมันเรียนมันโซนช่วยอาการมันเรียนโซนสลับบัดจำเชียนมุกเดี๋ยวบนหลงง่วงใส่แต่น้องเชียนมันโน่นหนึ่งตัวหายบอกถ้ามันเรียนแช่ไอ้ปีน่ะโดยโบราณโดนตาเราถ้าแช่ปีเรียนเมียนปีรอจะไม่ยังเรียนแช่ไอ้อะไรเนี่ยการมากรอมาชีวิตเราสีบานเปรย์ควานละเงยบานละเงยควาเปรย์เว้มันกรบเธอสลายก็มันกรบสีมาชน้ำดอกคูดเออเม่งบานแบบเป็ดกันดานชน้ำก็อ๋อดาโรที่ไอ้ใช่บอลดีก็สุดท้ายมองแต่เนี่ยน้องมันเศร้าบริจาคเตียนเช่นเนี่ยกำนันสวัสดิ์วายไอ้เรื่องมันเช่นพลาน้องกาบริจาคเตียนนะที่ถ้าเพื่อบันไดบันตัวก็ว่าตื่นเตือนละซะเนี่ยพุ่งพอละบอลจะมาจะช่วยจะปรับให้น้องซ่องน้องคานด้วยมันก็แต่ฉันว่าเช่นพลาเพื่อต้องตื่นเตือนตอนฉันเรียนมันบานพอบ้านอ่านในซ่องมาวิ่งการเชียร์มงตัวจีเนี่ยกรอกสัตว์ตรับสมบัติสมัยนี้สำหรับเนี่ยไอ้กิการมองเมียนตรับเมียนสมบัติจานโรตัวเตียนประกอบระบอถือแฝงถือจำกาจำนุนชุนแปรเช็ดตัดดอกดาวิจารณ์เพราะที่บ้านถือเตียนที่บริษัทเตียนปีมนหมอตรับระบอเกสซ้ำตุกปีมนหมอน่ะกาบริษัทเตียนเมียนตะวินาเชื่อกำนับตรับบอกที่ตุกแต่ในยังเด่นยังมือดอยในยังทานนั่งแต่อ้อยจะไปอ้อยเลยดิเนี่ยจำเป็นว่ามันอ้อยแต่หน้าหนึ่งตกกลับตุกขนมชนเนียเกียระบอบพุทธศาสนาเนี่ยเชื่อกำเนาบ้องกับปัญญานิธินกระบอบปัญญ์กับตุกสระปราบรักน้องเปรทางมุกันปปันนั่นเองโจทย์ฟืกาเงียอ้อยสำรัจโดยคลุนไอแต่สิ่งใดทำมันเนี่ยไปโคตั้งหลายเนี่ยตั้งหลายโจยกคลุนไอเชื่อก้อนตีปังคลุนไอโจยกคลุนไอเชื่อตีปังกลมโยกเนี่ยเดตีมองเชื่อเถื่อเชื่อตีปังคลุนเลยอันนั้นคือป้องเป็นเชี่ยปราชบันเลยตีปังคลุนเยอะไหมตีปังเลือกายเบจาจัดการเนี่ยได้ยังเถื่อนะตีปังคลุนไอเนี่ยยังเงียบมือปุถศาสนาใบยังเรียนโซนไอชบานเลยแต่ร้อนปวดนังเนี่ยนะร้อนปะบ้าก็ปวดควายควายแต่นังคลุนไอมันเนี่ยคำแต่คลุนไออบรมตูเมียนกายโดยการจัดคลุนไอตลอดแต่ชอบได้พุทธศาสนานังมันก็วันนังเนี่ยนะเด็ก
តាមពិតទៅនៅនាលអ្នកស្ដាប់ទាំងអស់មិនដឹងជាអ្នកស្ដាប់នឹងគេទទួលយកបានឬមិនបានបើថាអ្នកស្ដាប់ទទួលយកបានក៏ជាការល្អមានផលមានប្រយោជន៍សម្រាប់ខ្លួនឯងតែបើអ្នកដែលស្ដាប់នឹងទទួលមិនបានស្ដាប់មិនយល់យកទៅវាមិនបានបដិបត្តិវាមិនបានក៏ជារឿងរបស់អ្នកស្ដាប់ទេគ្រាន់តែជួយសង្គ្រោះដល់គ្នានឹងគ្នាដូចជាព្រះសម្មាសម្ពុទ្ធជាបរមគ្រូនៃយើងទាំងឡាយគ្រប់គ្នាក្តីព្រះអង្គត្រាស់ដឹងជាព្រះសម្មាសម្ពុទ្ធសម្មាសម្ពោធិញ្ញាណហើយព្រះអង្គសម្ដែងធ្វើទេសនាទូលមានពុទ្ធបរិស័ទអស់រយៈកាល45ឆ្នាំព្រះអង្គមានបានប្រស័តឯណាបានទាំងអស់បានប្រស័តដែលមានឧបនិស្ស័យបច្ច័យដែលទាក់ទងនឹងគ្នាប្រាថ្នាជួបនឹងព្រះអង្គសម្រាប់សត្វដទៃទៀតដែលគ្មាននិស្ស័យមានទៅស្ដាប់បានមានទៅយល់មានទៅជឿឯណាអត់ទេព្រោះអញ្ចឹងព្រះសម្មាសម្ពុទ្ធព្រះអង្គក៏គ្មានពិធីអីទៅធ្វើអ្នកនឹងដែរអ្នកនឹងគេជឿតាមព្រះអង្គក៏វាអត់មានបានជាសាសនាធ្វើពាក្យទូលមានព្រានបដៅរបស់ព្រះអង្គគឺថាឲ្យម្នាក់ខំតែខ្លួនឯងហ្នឹងឯងសូមនមស្ការចំពោះព្រះចិនស្រីដ៏បរិសុទ្ធដែលផ្ដល់នៅសេចក្តីបរិសុទ្ធដល់ជនមិនបរិសុទ្ធទាំងឡាយផងចំពោះព្រះធម៌ផងចំពោះព្រះសង្ឃផងដោយសេរសាគឺត្បូងអស់កាលមិនដាច់អាត្មាភាពសូមចម្រើនពរញោមញាតិពុទ្ធបរិស័ទជាបាសកបាសិកាទេយទេយិកាពុទ្ធមេមកជនទាំងឡាយក្នុងថ្ងៃនេះជាពិធីវេនកាន់បិណ្ឌទី3វេនកាន់បិណ្ឌទី3នេះឯកឧត្តមគួយចម្រើននិងលោកជំទាវឧធីតាពៅព្រមទាំងបុត្របានមានសទ្ធាជ្រះថ្លាទទួលនៅវេនទី3កាន់វេនទី3នេះប៉ុន្តែឯកឧត្តមលោកជំទាវអត់បានអញ្ជើញមកទេម្ល៉េះហើយក៏ចាត់បងស្រីគឺឧបាសិកាគួយខាណៃនិងប្អូនស្រីគួយសូរិយាមកជាតំណាងក្នុងឱកាសនេះបន្ទាប់ពីចប់ព្រះបរិត្តទៅត្រូវមានធម៌ទេសនានឹងត្រូវអាត្មាភាពនឹងទទួលភារកិច្ចជាអ្នកសម្ដែងធម៌ទេសនានេះគឺសម្ដែងប្រាប់រៀបរាប់ពីអ្វីដែលមានទាក់ទងនៅក្នុងពុទ្ធសាសនានោះដើម្បីចែកជូនដល់ញោមញាតិពុទ្ធបរិស័ទគ្រប់រូបទាំងអស់ឲ្យបានយល់អំពីកិច្ចដែលយើងត្រូវប្រព្រឹត្តនៅក្នុងពុទ្ធសាសនាទៅតាមពាក្យទូលមានព្រានបដៅរបស់ព្រះសម្មាសម្ពុទ្ធជាបរមគ្រូនោះផងព្រោះញោមញាតិគ្រប់គ្នានៅខ្វះខាតច្រើនណាស់បងអំពីពុទ្ធសាសនាហ្នឹងសួរថាខ្វះខាតដោយរឿងអីតែខ្វះខាតនោះមកពីអត់បានសិក្សារៀនសូត្រនៅពុទ្ធសាសនាហ្នឹងម្ល៉េះហើយញោមញាតិដែលបានដឹងបានស្គាល់នៅពុទ្ធសាសនាគឺស្គាល់ទៅតាមរយៈព្រះសង្ឃគឺនៅពេលកម្មវិធីបន់ផ្សេងតែញោមញាតិនិមន្តព្រះសង្ឃមកសម្ដែងធម៌ទេសនាក្នុងឱកាសនឹងឯងដែលព្រះសង្ឃលោកលើកយកពាក្យទូលមានព្រានបដៅរបស់ព្រះសម្មាសម្ពុទ្ធនឹងមកអធិប្បាយជំរាបជូនចែកញោមញាតិឲ្យដឹងកិច្ចបដិបត្តិក្នុងពុទ្ធសាសនាហ្នឹងក្នុងពុទ្ធសាសនានេះផ្លូវដែលញោមញាតិត្រូវបដិបត្តិមានតែ3ទេបងទី1គឺសិលទី2គឺសមាធិទី3គឺបញ្ញានេះសម្រាប់ព្រះសង្ឃ
បើសម្រាប់ញោមញាតពុទ្ធបរិស័ទមានទានមានសិលមានភាវនា3ដូចគ្នាមកប្រសងសិលសមាធិបញ្ញាសិលគឺរក្សាសិលឲ្យបរិសុទ្ធមាញ់អាត្មាប្រទានសិលជូនដល់ញោមញាតអាត្មាប្រាប់ខាងដើមតែសិលជាទីពឹងរបស់មនុស្សខាងដើមគេទាំងអស់សិលជាម្ដាយរបស់កល្យាណធម៌សិលជាប្រមុខរបស់ធម៌ទាំងពួងប្រាប់អញ្ចឹងបងតើតែញោមញាតគ្រប់គ្នាអត់មានសិលបើបានជាមនុស្សដែលបរិសុទ្ធស្អាតបងដោយផ្លូវកាយនិងវាចាសម្អាតចឹងបងទៅជាមនុស្សទេវតាកើតទេវតាต้องរស់ញោមញាតជាតិជាមនុស្សប៉ុន្តែមិនមានសិលទៅជាមនុស្សទេវពុទ្ធលោកចែកមនុស្សទៅជា4មនុស្សដែលក្រមខ្ពស់បំផុតគឺមនុស្សទេវតាមនុស្សដែលមានទានសិលមនុស្សទី2គឺមនុស្សធម្មតាជាតិជាមនុស្សហើយប្រព្រឹត្តធ្វើទៅតាមមនុស្សធម្មតាហ្នឹងចិនទី2ឲ្យទៀបជាងទេវតាទី3មនុស្សប្រែតមនុស្សប្រែតគឺមនុស្សកាយសាហៅពួកពាលាយំខ្នងវាពួកស្ទាវតំណើងណាញោមញាតមនុស្សប្រែតនៅក្នុងភូមិណាញោមញាតក្នុងភូមិភ័យរអាពោដេកមិនលក់នៅមិនសក់ពោខ្លាចពួកពាលយំខ្នងហ្នឹងវាប្រព្រឹត្តអំពើពាលាកាយសាហៅហ្នឹងមិនបានថាមនុស្សប្រែតប្រែតវាអត់មានអាហារបរិភោគទេញញៀតស្រេកឃ្លានមើលឡើងស្គមណាខ្លះនៅតែឆ្អឹងស្បែកនៅឆ្អឹងនេះសាវនៅតែជួបគ្នាហើយពោះគូប្រហែកគ្នាយកសាច់គ្នាមកបរិភោគអានឹងកាយបានលោកធាតែមនុស្សប្រែតគឺមនុស្សសាហៅយកក្នុងនៅក្នុងស្រុកក្នុងភូមិណាអ្នកស្រុកគេសម្រានបានស្រួលទេគេខ្លាចវាហ្នឹងទី4មនុស្សដេរឆានមនុស្សដេរឆាននេះស្លូតពោដូចគោដូចក្របីយ៉ាងទេបងប៉ុន្តែល្ងងអត់មានចំណេះចេះដឹងអីទេសំបីតែរលរបស់ចិញ្ចឹមជីវិតខ្លួនក៏បានដោយលំបាកបងនោះចែកមនុស្សជា4មនុស្សដេរឆានស្លូតអត់អីទេញោមមើលគោក្របីនៅក្នុងមនុស្សម្ចាស់ចិញ្ចឹមហើយក៏ស្រឡាញ់ម្ចាស់មិនដែលបៀតបៀនអីទេបងបណ្ដាលគេមកជីវិតនឹងហៅមនុស្សដេរឆានជីវិតមនុស្សដេរឆានកំសត់ណាញោមញាតរស់ដោយលំបាកសំបីតែរមហូបអាហារបរិភោគទ្រព្យសម្បត្តិអីប្រើប្រាស់ក្តីណាគឺខ្វះខាតទាំងអស់នេះពុទ្ធលោកបែងចែកឲ្យយ៉ាងម៉េចសម្រាប់មនុស្សទេវតាតែជាតិជាមនុស្សបច្ចិតផ្លានចរិយាដូចជាទេវតានៅក្នុងឋានសួគ៌ញោមញាតដែលមានសិល5មានទានស្មើនឹងទេវតាពុទ្ធលោកសម្ដែងថាសមភាពគឺភាពស្មើគ្នាទេវតាក៏រាប់អានញោមញាតក៏រាប់អានទេវតាបបាក់ណាក៏រົບអ្នកណាសំពោសំជ័យទេរាប់អានគ្នាស្និទ្ធស្នាលស្មើគ្នាទេនេះគេហៅមនុស្សទេវតានោះអាស្រ័យនេះបានពុទ្ធលោកសម្ដែងឲ្យយើងមានសិលរក្សាធ្វើទានមានសិលសម្រាប់ញោមញាតជាក្រហមណាធ្វើទានរក្សាសិលកើតជាមនុស្សទេវតាពេលញោមញាតដែលអញ្ជើញមកស្ដាប់ធម៌ទេសនានៅវេនបុណ្យទី3នេះមានតែមនុស្សទេវតាណាញោមមានតែមនុស្សទេវតាមកទៅជាមានក៏មិនហ៊ានរាប់ខ្លួនដែរប៉ុន្តែអាត្មាថាមានច្រើនសម្រាប់ញោមញាតបងបច្ចុប្បន្ននេះបញ្ញោមអត់ដឹងខ្លួនថាខ្លួនឯងជាមនុស្សទេវតាអត់ដឹងទេបងដោយសារយើងរក្សាសិលសិលគឺបញ្ជាក់ទៅលើសិល5ហ្នឹងឯងដែលវាមានជាប្រកដីក្របដណ្ដប់ញោមអត់មានថ្ងៃណាមួយដែលមិនមានសិលសិលរបស់សត្វសិល8តាមមួយយប់មួយថ្ងៃទេញោមញាត
អំណាចសិលដែលមកយប់មួយថ្ងៃអស់បើសិល5គឺនៅក្រាក់គ្រប់គ្រងយើងជាប្រកដីញោមញាតមានសិលបានពុទ្ធសិល5ទុកដូចជាផែនដីជើងជិនជាប់ផែនដីអ្នកមានសិល5ជើងជាប់ជាប់ផែនដីអត់មានត្រេតត្រូឃ្លៀងឃ្លងទៅណាទេបងប៉ុន្តែញោមញាតមិនយល់អត់យល់ជ្រះថ្លាធ្វើទៀនធ្វើបើសិលមានសុំញោមញាតតាមើលតែអញ្ចឹងបរិច្ចាគទ្រព្យសម្បត្តិធ្វើទៀនបងต้อง100ต้องពាន់ต้องម៉ឺនបងសម្បត្តិប៉ុន្តែសិលអត់មានរសាញោមញាតគិតមើលអានឹងមកពីមិនយល់សិលណាញោមញាតបើញោមញាតមានសិល5ហើយបានន័យថាសប្តាហ៍គេថាគោរពសិទ្ធិមនុស្សទៀតមនុស្សមកផែនដីអត់ដែលបានណាទទួលអំពើអាក្រក់ពីយើងធ្វើឲ្យយើងមានទុក្ខមានលំបាកអត់មានទេមនុស្សសត្វមកផែនដីនេះយើងផ្ដល់សេចក្តីសុខឲ្យនេះគេថាគោរពសិទ្ធិមនុស្សយ៉ាងចុះបើញោមអត់មានសិលទេឆ្វែលតែប៉ះពាល់ពោដល់ជីវិតជុំវិញខ្លួននឹងបានជាព្រះសម្មាសម្ពុទ្ធលោកសម្ដែងសិលនឹងឲ្យបដិបត្តិមុនគេជំរះកាយវាចាឲ្យស្អាតបងមួយសម្រាប់សមាធិសិលសមាធិហ្នឹងគឺព្រះសូត្រ3ដកក្នុងនោះមានទានមានស្ដីទាំងអស់មានសិលសមាធិគឺយើងចម្រើនសមាធិសមថកម្មដ្ឋានអប់រំចិត្តយើងឲ្យស្ងប់លាងជំរះចិត្តឲ្យស្អាតខ្ញុំយល់សិលសម្អាតកាយនិងវាចាសមាធិគឺសម្អាតចិត្តឲ្យស្អាតបរិសុទ្ធព្រោះចិត្តរបស់យើងញោមញាតសប្តាហ៍នេះនៅតែក្រោមអាណានិគមរបស់កិលេសកាមឆន្ទៈព្យាបាទៈថៃនមិទ្ធិអត្តចៈវិចៈវាឃុំក្រងអត់មានសេរីភាពទេញោមញាតធ្វើអីធ្វើទៅតាមតែកិលេសដែលវាបញ្ជាណាឲ្យធ្វើកិលេសវានៅបញ្ជាចិត្តញោមតែញោមអត់ដឹងទេតើលញោមចម្រើនសមថកម្មដ្ឋានឲ្យចិត្តស្ងប់ទៅចិត្តរើរួយចេញពីកិលេសមកមានសេរីភាពនៅតែម្នាក់ឯងអាកិលេស5ហ្នឹងវាទ្រោមបាត់រលត់ទៅចិត្តមានសេរីភាពមានពន្លឺមានបញ្ញាកើតនឹងពុទ្ធសាសនាបានសិលសមាធិបញ្ញាបញ្ញាទី3គឺយើងចម្រើនវិបស្សនាកម្មដ្ឋានហ្នឹងច្បាប់លោកឲ្យចម្រើនសមថៈមុនបានចម្រើនវិបស្សនាកម្មដ្ឋានសមថៈគេធ្វើតែចិត្តឲ្យស្ងប់ទេគេតម្កល់ចិត្តបើចរណាបាគេតម្កល់នឹងចេញចូលឲ្យជាប់ទៅស្ងប់បើសិនវិបស្សនាដល់ចរវិបស្សនាគេឲ្យពិចារណាពីរូបរាងកាយយើងដែលកើតមកជារបស់វាមិនទៀងហ្នឹងពិចារណាឲ្យឃើញចឹងបងអនិច្ចំទុក្ខអនត្តាហ្នឹង3ប៉ុណ្ណឹងឯងគឺសម្រាប់ញោមញាតជាក្រហគឺទានសិលភាវនាលោកសរុបទាំងពីរគឺសមថៈនិងវិបស្សនានៅជាមួយគ្នាថាភាវនាអញ្ចឹងសម្រាប់ញោមញាតជាក្រហហ្នឹងព្រះសង្ឃលោកមិនមានទេទានហ្នឹងមានសិលសមាធិបញ្ញានេះសម្រាប់មេគារបស់ពុទ្ធសាសនាជាបើញោមញាតមិនហ៊ានរក្សាសិលមិនបានចម្រើនមេត្តាភាវនាចម្រើនសមថបស្សនាហើយវាប្រឆាចទៅទេធ្វើតែទានគឺជ្រះថ្លាធ្វើណាបើអាត្មាមើលទៅហ្នឹងរាប់ម៉ឺនដុល្លារក៏ធ្វើដែរបងទានធ្វើឲ្យញោមញាតកើតជាតិអនាគតមកវារកទ្រព្យរកសម្បត្តិអីបានបរិបូរណ៍ដោយទាននឹងជួយទំនុកបំរុងតែញោមខ្វះសិលអត់បានសុខទេបងអត់បានសុខទេបងខ្វះសិលញោមធ្វើទានមែនបើប្រព្រឹត្តអំពើបាបកម្មដោយកាយវាចាឲ្យទៅប៉ះអ្នកដទៃវាអត់បានសុខទេបងមិនសមឲ្យជ្រាបតែបានតែម្ល៉េះហើយត្រូវតែមានទានសិលភាវនាទាំង3បានពតគុំស្កើងរុងរឿងល្អពនឹងនៅអត់មានត្រេតត្រោតទៅណាទេនេះជាមេគាដែលត្រូវបដិបត្តិហ្នឹងបង
mà lâu đôi nóng quên bên tí bầy này có tra tham gia phép từ tua phép cái chỉ niệm xâm đành thơ bình dồn nhiều nhiệt bị Phật sát na mà nhà tham gia xâm đành nhái tí tiền sel phép vấn đề bị sel samadhi banya bầy mà lâu nay này giấy âm phí bị thi bòn căn bên nè bị thi bòn căn bên này chỉ mua bòn môi để đồn ta dương lục bằng ca đọc nông và tây Campuchia tây nhiều nhiệt sắm đọc nông bay đọ sắm mai và bút ọt miền tây bòn căn bên vì xong chìm riêng nhiều nhiệt còn mọi nhiều nhiệt ta tây bòn căn bên cái miền thì bộ bút mà ra thăm miền tây bòn căn bên nếp bị sắm mai và bút cái thằng bònปวารณาเพื่อนปวารณาอาหารเป็นบาทchim puaព្រះសម្មាសម្ពុទ្ធនិងព្រះភិក្ខុសង្ឃឲ្យក្តីនឹងស្ដេចក្តីសេដ្ឋីក៏ប្តីដែលមានសទ្ធាជាថាបវរណាភើតចំពោះព្រះសម្មាសម្ពុទ្ធនិងព្រះសង្ឃខ្លះគេបវរណា3ខែទៅបង3ខែលោកមិនពិបាកដើរទៅសុំណាទេទៅរកទេគឺគេដាំប្រគេនព្រឹកឡើងទទួលព្រឹកឡើងទទួលខ្លះក៏2ខែទៅខ្លះក៏1ខែទៅបើតាមសទ្ធាជាថ្លាហ្នឹងគេហៅបវរណាភើតไอ้บนกันเป็นอย่างนี้ก็บ่ยังขึ้นตามพุทธศาสนาก็โดยเชี่ยภาวนาเพื่อได้ปันดับปรำทั้งไงแต่อย่างนี้ดับปรำทั้งไงครั้งดับปรำทั้งไงนี้พระภิกษุสงฆ์มันบอกว่าโกจอต้องเป็นเด็กบาระวาหายนาเตคือโยมรำอ๋อหายแต่มาเนี่ยปรึกล้างภาวนาบอกบอกไปเตี้ยวไอ้แต่ใครตรังเพื่อนนะรำอ๋อนี่โยมเงียบภาวนาปัญหาประหยัดนะเมียนโยมเยียดประวารณาดับปรำทั้งไงหายลอยเฉียบเลือดตัวตูดเพื่อนในนาทิ้นรอยครูนนี่นะนี่เป็นไหนยังบอกโยมรับไอ้ดับปรำทั้งไงเลยเราดับปรำทั้งไงนี่ยังกิจตัวตูดเพื่อนโดยไอ้นาทิ้นตราบัดเพราะเพื่อนเมียนหายยังแต่นาทิ้นวิโจขนมกาลูกอะไรขนมวินัยจังมาดับปรำทั้งไงนี่อัดเมียนเต้านาเตวิสุทธิตัชมุบนกันเป็นนี่เวียการล้างได้เอาไว้แต่การล้างน้อยปปการให้จะโดนจะตายเยอะได้ลูกกันพุทธศาสนาหนึ่งเป็นการเจ็บบนกันเป็นคือขนมนั้นกันเป็นเปียทับเป็นเดียแปรทับใบดมคือปูดใบดมนะพอสับท้ายด้วยเจ็บบัดออกบ่ปีที่ใบเป็นตามเป็ดแต่มันกูบัดแต่เราแต่เธอใบเป็นน้องไอ้เราตัวตามบ่อนปูดใบเป็นดะเต้าโปกิเมียนดะแพลชื่อไอ้ข้าปัตตะโปราน้องใบผมเป็นบ้านเพราะเราเยื้องเพื่อเวียกหอกเมื่อเตยโยใบเป็นนั่นตัววีอ้อยแปรตัวบ่ออ้อยแปรเวียกหอกใบเป็นคือวีประเกณฑ์ประสังเตพอแล้วบัดออกพระธรรมะทักได้เชื่อมันกูอ้อยบันพระน้องมูลฐานในบนกันเป็นกูเมียนมูลฐานนะไอ้เกิดเถอะยมยวนแล้วยังกูตระสายการไม่เจ้ามาฆ่าปนังแล้วก็พูดตามเมียนพลายเชิดไอ้ยมเวประเกณฑ์ประสังไอ้เราตามตำนองแต่โบราณลูกเถอะโนปนังเยอะยอดเขาก็ตัวบอกไอ้แปรไอ้นาสไอ้ปิงตะวันแปลกบ่เจ้าในบ้านสีเงียบเงียบจะเอาจมพัวสั่งมันไม่จังในบ้านเราหาทับบนกันเป็นรู้เอาชมดตรงนั้นกิจพุทธศาสนาหนึ่งไม่ระบาดได้ยังเงียบพุทธศาสนาสอนคือเมียนเราขนมตะกมปีตะไตรดอกคือเมียนบนปวารณาเพิดไอตะชันเลยแต่ดอกบนกันเป็นคือโดนตาขมายยังเนี่ยปังกาดบางกตาตอนนั้นขมายพุทธศาสนาหนึ่งขมายเกิดปังกาดถูกบนหนึ่งโยมสดับบานเนี่ยโยมแล้วถ้าพุทธศาสนาหนึ่งขมายสดับบานเนี่ยแต่ถ้าบนกันเป็นโดนตายังแต่กับปังกาดหนึ่งเป็นปปุตลุสมได้แต่อันนี้ครับขมายปันนลุปังกาดกรรมทิมันก่อซ้อมร่ม
ដែលយើងនឹងទទួលយកបានអត់មានទំនាស់នឹងវិន័យទេតែបានទេយោញាតអត់ដូចជាបនកាន់បិណ្ឌក្តីបនឯងញោមយកបាតព្រះសង្ឃទៅតម្រៀបលើតុទៅរៀបតុឲ្យកណ្ដាំគ្នាយកអាហារទៅដាក់ណាដាក់បាតណាអានឹងពីសម័យពុទ្ធអត់មានទេណាយោញាតអានឹងគេហៅខ្មែរអ្នកបង្កើតពុទ្ធសាសនានឹងខ្មែរកើតឲ្យកើតបង្កើតបែបនោះក៏មានទើសអីទេអត់មានសមរម្យបងសម័យពុទ្ធមានតែបិណ្ឌបាតទៅសុំគេតាមផ្ទះតែម្ដងតែយកបាតទៅតម្រៀបដាក់លើតុឲ្យយកឲ្យញោមដាក់បាតអត់មានទេនេះអាត្មាសម្ដែងថាយើងកាន់ពុទ្ធសាសនានេះវាមានតាមបែបដូនតារបស់ផងយើងធ្វើគេហៅខ្មែរអ្នកបង្កើតធ្វើបានគេថាពុទ្ធសាសនានិងខ្មែរអ្នកបង្កើតបើពុទ្ធសាសនាសតអត់មានទេពិធីហ្នឹងឧទាហរណ៍ដូចជាបនកាលណាមានសពស្លាប់ទៅទីតង្ហែសពយកទៅបូជាហ្នឹងហើយយើងខ្មែរនេះមាននិមន្តព្រះសង្ឃទៅមេត្តាเขาឡើងកណាន4អង្គគង់អមក្តារមឈូងមានព្រះសង្ឃនោះអភិធម្មមួយអង្គនោះ5អង្គអានឹងខ្មែរទេណាយោមញាតិរៀបចំក្នុងពុទ្ធសាសនាអត់មានទេខ្មោចពីសម័យពុទ្ធងាប់អីគេសែងយកទៅកប់ទៅដុតទៅស្ដីអីទៅបានធ្វើយ៉ាងទេអានេះដូនតាយើងកើតរៀបចំកើតមានពិធីហ្នឹងក៏ប៉ុន្តែទោះបីជាកើតបង្កើតក៏សំរុំដែរគួរយើងទទួលយកបានតែញោមញាតិណាដែលជ្រះថ្លាក៏ធ្វើទៅញោមញាតិណាមិនជ្រះថ្លាក៏អត់ទៅអត់មានទៅអីទេនេះសម្រាប់មេត្តាអភិធម្មណាញោមញាតិបើនឹងចឹងបើសិនយើងយល់ទៅកណ្ដាលតែអត់មានចាប់ទោសអស់ដំណើរអីទេបងនិយាយថាខ្មែរយើងរៀបចំដូនតានៅមានប្រពៃណីដទៃទៀតច្រើនចឹងបានអាត្មារៀបរាប់ប៉ុណ្ណឹងចុះជាឧទាហរណ៍បើខ្ញុំចង់ដឹងថ្ងៃក្រោយទៅជួបអាត្មាអង្គត់មកសួរទៀតណាអូសួរតែពិធីបុណ្យកាន់បិណ្ឌនេះគឺបុណ្យទិសដៅរបស់លោកដែលលោកបង្កើតឡើងវែងឆ្ងាយណាយោមញាតិដល់15ថ្ងៃពីថ្ងៃ100ខែពាក្យបុត្រដល់ថ្ងៃខែដាច់ខែពាក្យបុត្រសួរថាបុណ្យនេះគេធ្វើឡើងដើម្បីអីដែលដូនតាយើងគាត់ប្រារព្ធធ្វើឡើងថានឹងជាបុណ្យកតញ្ញូសងគុណតបគុណដល់បុព្វការីជនយើងជាដូនជាតាជាទូតលូតលាអីទាំងអស់មេត្តាបិតាយើងដែលលោកលះលោកនេះទៅកាន់លោកខាងមុខហើយធ្វើកតញ្ញូចំពោះអ្នកស្លាប់នេះសូមឲ្យញោមញាតិយល់ចឹងព្រះសម្មាសម្ពុទ្ធលោកដាស់តឿនទូលមានឲ្យយើងកូនចៅទាំងអស់សាច់ញាតិអ្នករស់នេះកាលណាមេត្តាបិតាអនិច្ចកម្មទៅហើយក៏បីយើងឧស្សាហ៍ធ្វើបុណ្យកុសលជូនទៅឲ្យបានយើងញយលោកប្រាប់តែអញ្ចឹងអវាទរបស់ពុទ្ធបើយើងមានបានទៅធ្វើឯណាមកមិនដឹងនឹងខ្លះយកទៅដប់យកទៅកប់ដុតរួចឲ្យនៅសាច់ឆ្អឹងមកក៏យកមកដាឆ្លងទៅយកទៅដាក់ចេតដីទៅក៏មិនត្រូវបានធ្វើឲ្យឧទ្ទិសជូនទៀតទេបងវារង្វើលណាស់បងហើយយើងធ្វើបុណ្យដើម្បីឧទ្ទិសជូនទៅបុណ្យដែលល្អបំផុតញោមញាតិរាល់ថ្ងៃគឺដាក់បាតប្រគេនព្រះសង្ឃដែលញោមញាតិសត្វអ្នកមានទ្រព្យមានសម្បត្តិគ្រប់គ្នានៅក្នុងក្រុងសៀមរាបនេះប៉ុន្តែដាក់បាតព្រះសង្ឃធ្វើបុណ្យឲ្យបានរាល់ថ្ងៃជូនទៅម៉ែឪចដូនតាអត់បានធ្វើទេគេទៅបានមកធ្វើបុណ្យបិណ្ឌវរវើលញោមញាតិឲ្យដាក់បាតប្រគេនព្រះសង្ឃនេះញោមញាតិដាំបាយតាមមកផ្ទាល់ដាក់ទៅវិញញោមញាតិមានអ្នកបំរិចបំរើជួយការងារដែលតាឲ្យគេធ្វើឲ្យក៏បានដែរទៅដាក់ក្នុងមុខផ្ទះដាក់លើតុទៅព្រះសង្ឃឃើញលោកតម្រង់តែប្រលោកដល់រោបាយណាដល់រកអាហារណារួចពេលព្រះសង្ឃលោកមិនដល់បើញោមញាតិមានឱកាសក៏ទៅដាក់ប្រគេនលោកខ្លួនឯងទៅផ្ទាល់ដៃយើងដាក់ក្នុងមុខផ្ទះណាបងញោមមានឱកាសទៅនេះមិនរវល់ណាទៅប្រគេនទានខ្លួនឯងទៅឲ្យបាយមកវេកទៅមកហូបអីតិចតួចប្រគេនលោកទៅ
vẫn vô tấu trâu tròn chỉ biết lội rồi nào bón ra thằng ngày nó thưa bón ra ngày ở tây chun nó mày ở đó là thằng ngày nghe bằng vật bây giờ là cả năm ban đấng ở ban thưa tề với nhiều nhẹ cơn mờ mà càng mày ở cơn nấu cơn xem dương ra là thằng ngày này to oi bài oiตึก rì nôm rì chấm này ra là thằng ngày ban dương rồi riêng miền chỉ biết cho đó cơn ngập tàu hơi dương kích nó về rong vơ là có nhiều nhện vì nấu sọc máu bộ phận lô sầm đây là miền cà thơ sài thề chấm cà chua rồi hết miền thế càng chém cô cờ bấy còn miền để thưa chấm nuôi chuồn prai lột đồ trái về thì nó còn miền này rồi nấu bán ở đây xa tiền nó bảo con cháu kế ở tư tàu oi nè ai rứ bà con cái ở tư tế soi tập họ cầm nó bọc luôn ai bọn nâng bạp chẳng pi với nàng ai soi tập và nàng ai để oi họ nhưng xong ở nhiều nhiệt chỉ điểm Asrai này sầm rạp nhiều nhiệt bỏ để miền trập sầm bát cũแต่ประเกณฑ์จึงหันประสังnó ở bàn ra khai thức bon ra khai bỏ đôi sọc xiêm nhà ta mà tới khơi thì để chia ra cái đã bài mục tiêu tao cái đã bài và xong khơi lộ tầm rằm tàu tới cái đã rồi tới lục mòn được bắt tới cái thưa cà rô xì lộ đồ cái từ tiền tàu nên đâu không xa nè ta mà tây sana đã chẹp pram nhiều nhẹแต่เธอบอลในบ้านยังย่อยraทั้งไงป่าววัดป่าบ้าไอประมาณแต่ใบยมย้อนอ้ายเพื่อบ้านสรู้ป่าวในชมอท้าเขาตื้อบอลแต่อ้อยไม่เอาไว้บ้านยังย่อยยังป่าววิเนี่ยได้สลับก็หายแต่อาตมาสำได้เนี่ยไอ้ดาเมียนกลางเนี่ยไอ้เตซอยตะบอลบาปไอ้ครูนยกบานเพื่อปีนก้อนนมนุษย์นั่งพนังไอ้ให้นึกบอลไอ้ก้อนชาวเกี่ยวตื้อจูนเตาอ้อยอย่างเงี้ยพนังไอ้ชาวบ้านสันยืมมันเศร้าบันนึกเคยเนี่ยไม่เอามันดอกก็กอมือไล่บอกบางทีทับบอลชุมเป็นนี้บอลชุมเป็นสำคัญนะคือบอลเพื่อกัตติญูรำลึกก้นเมียดาบิดาเพราะอย่างนี้ได้โบราณลูกเป็นเยื่อเยื่อทีแต่ถ้านอกในชุมเป็นยุมปบาเล่งแปรดมอเล่งนรกมอดาโรโกนเมียนสิทธิ์ใส่เพียเล่งเมาดาโรโกนผมเป็นวันแต่วัดภูมิรัฐก็เคยมาวัดโบก็เคยวัฒนะก็เคยผมเป็นวันวัดเกษรารามเองเคยก็แปรเกแปรไอ้ที่ขึ้นกองกี่ทุบบอลแล้วกี่อนุโมทนีบานเตยอเรียสบายแต่ไม่เอาหมดได้ยืดแต่บานทุบบอลเราเคยได้ยุ่มละเฮมละห้ามหอยปตุปนาซาดักปนาซาอ้อยเวลเลี้ยเห็นหอยก็มอยโรสีกาดเมียนไอ้ใส่ทั้งอันนั้นอย่างเงี้ยก็มาคำจะตีหน้าปตุปนาซาคนแต่ไม่เอาเก๋ขึ้นกองเก๋อ่อยแต่ไอ้ออตึกพเนตรามสังคมต่างประตูปราศาสปนำเมนได้ยอดเยี่ยนอันนึงโดนตาแม่เอาก็เป็นย่อยเยิงใจนะมาเนี่ยเยอะเป็นย่อยเยิงตัวเมียนกปีหน้าบอกปุ่นโลสมได้หน้าทางชุมเป็นยมปกบาเล่งรอเล่งแปรเอาดาวมาโรกอนมันเมียนแต่ปานกเก็เป็นย่อยเยิงไปกลายเป็นยี่จะไปกลายจังเมนโยมเนี่ยพระสราสมบังก็ไม่เมียนไงนาสระมันได้โจวัดอะไรชมเป็นชอบพระสราโมวัดมาประคายไม่เอาดับบรรดาสานะเรามันเคยบอลจังเพราะนี่บอลจักแบบชมเป็นนั่งไม่จังโบราณลูกนำเพื่อเอายื่นกดรบก้นพอเราปปการายจนเยอะในบ้านเรียนโลกในตัวการโลกข้างหมดไอ้น้องยังพระสมมาสัมพุทธลูกบ้านสำแดงปีเธอปรำยางกับปลีปรำในปฏิการระบอบปดขนมปลีปรำนั่นคืออ้อยยังสังเคราะห์ปกก้นปรำยางนางปอนั่นจ้ะเปียลีปลีแปรท้ากาโปเชียเมนกรงปลีใช่ไหมโยมเนี่ย
ក្រុងពលីគេបូជាក្រុងពលីទេវតាដល់សំទឹកសំដីអានេះពាក្យលីឲ្យបូជា5យ៉ាងទី1ញាតិពលីបង្រៀនឲ្យយើងសង្គ្រោះទៅដល់មនុស្សដូចគ្នាហ្នឹងដែលជាញាតិរបស់ផងយើងហើយពាក្យថាញាតិនេះញោមគិតតែមានតែត្រឹមបងប្អូនចដូនមួយចទួតមួយតែអានឹងខ្លីណាស់ញោមញាតិខ្លីណាស់ញាតិរបស់យើងគឺនៅក្នុងប្រទេសទាំងមូលហ្នឹងបងសត្វញាតិយើងទាំងអស់សត្វញាតិយើងអស់ពូជខ្សែខ្សាយយើងទាំងអស់បើដល់វាឆ្ងាយគ្នាទៅក៏គិតថាអត់មានតាកតងអីគ្នាគិតត្រឹមតែចដូនមួយចទួតមួយបង្កើតតែប៉ុណ្ណឹងគិតប៉ុណ្ណឹងវាអត់គ្រប់ទេឲ្យសង្គ្រោះញាតិយើងដែលមានជួបឧបសគ្គការខ្វះខាតឬក៏ជួបឧបសគ្គពីគ្រោះទឹកជំនន់ពីខ្យល់ព្យុះសង្ឃរាពីភ្លៀងរាំងអត់បាយក្រហាយទឹកនឹងតឬកើតជំងឺរោគានេះសត្វអក្រក់ណាស់ឲ្យមនុស្សទាំងអស់សាញាតិរបស់យើងពុទ្ធលោកបញ្រៀនឲ្យយើងជួយសង្គ្រោះដែលមនុស្សញាតិរបស់យើងដែលកំពុងតែជួបនឹងសេចក្តីទុក្ខវេទនានោះពុទ្ធលោកបញ្រៀនឲ្យជួយសង្គ្រោះទៅតាមលទ្ធភាពរបស់ផងយើងដែលយើងអាចជួយបានកុំឲ្យនៅស្ងៀមមិនគេយកដៃបិទភ្នែកឲ្យមានមើលឆ្វេងស្ដាំអីហ្នឹងពោពុទ្ធលោកបានបញ្រៀនឲ្យយើងធ្វើយ៉ាងទេបងនឹងសូមឲ្យញោមញាតិជ្រាបឬបច្ចុប្បន្នហ្នឹងបច្ចុប្បន្នយើងទាំងអស់គ្នាទូទាំងប្រទេសកម្ពុជាទោះបីប្រសង់ក្តីញោមញាតិប្រជាពលរដ្ឋអ្នកស្រែអ្នកចំការក្តីឬក៏អ្នកចំនួនជួញប្រែឬសេដ្ឋីកហបតីក្តីឬក៏រដ្ឋមន្ត្រីក្នុងជួររដ្ឋាភិបាលក្តីបងព្រះមហាក្សត្រក្តីកំពុងតែមានសេចក្តីទុក្ខលំបាកភ័យព្រួយឥឡូវយើងដឹងគ្រប់តែគ្នាហើយបងថាពីសៀមហ្នឹងវាចូលមករុករៀនទន្ទ្រានយកទឹកដីរបស់បងយើងមិនចេះចប់ទេសៀមប្រាថ្នាលេបទឹកដីយើងទាំងអស់អត់ចេះចប់ទេបងទឹកដីរបស់ខ្មែរណាញោមញាតិពីបុរាណវិសាលភាពធំពីក្មេងឃើញបងទូលាយម៉េចនោះអេឡៃទល់ក្នុងប្រទេសភូមាទល់ទន្លេសាឡូអង្គប្រទេសភូមាខាងកើតទន្លេយើងកន្លែងទន្លេភូមាសប្តាហ៍ថ្ងៃនៅត្រឹមប៉ោយប៉ែតពីសៀមរាបទៅប៉ោយប៉ែតតែ148គីឡូទេពីប៉ោយប៉ែតទៅទន្លេសាឡូអង្គជិះយន្តហោះជាង2ម៉ោងណាញោមជាង2ម៉ោងទៅជើងទាល់ក្នុងចិនស្ងៃនៅត្រឹមភ្នំដងរ៉ៃដល់ប្រាសាទតាមន្តាក្របីតាអីនៅវាមកទៀមទាយកអានោះទៀតណាខ្ញុំគិតមើលពីភ្នំដងរ៉ៃទៅស្រុកចិនជិះយន្តហោះជាង2ម៉ោងដែរណាខ្ញុំនិយាយមើលទឹកដីយើងវិសាលភាពធំប៉ុណ្ណាហើយនោះទៅនីរដីនៅកោះនោះមានជនជាតិម៉ាឡាយូកាលណាសាសនាអ៊ីស្លាមម៉ាឡាយូបើស្ងាយថាម៉ាឡេស៊ីដូនតាថាម៉ាឡាយូទេបងពួកជាតិនោះមិនដែលបៀតបៀនយើងទេបងមិត្តភាពនឹងគ្នាជួយគ្នាទៅវិញទៅមកអញ្ចឹងបើអីកើតទល់នៅចម្ប៉ាយួនយកអស់ហើយទីក្រុងហាណូយថ្ងៃខ្មែរយើងនៅត្រឹមកញ្ចេះស្អិនត្រែងអស់ញោមញាតិឯងខ្មែរយើងមិនដែលទៅយកដីអាណាបានបញ្ញរិស័កទេណាញោមញាតិទៅយកដីអាណាមានតែអ្នកជំវិញចិត្តខាងឯងមកប្លន់យកទៅអស់លីងបងញោមញាតិគិតមើលសៀមជាង37ខេត្តណាបងយកទៅបានហើយឥឡូវនៅវាមកទៀមទាប្រាសាទតាមន្តាក្របីទៅទៀតនៅក្នុងជើងភ្នំដងរ៉ែកខ្ញុំញាក់គិតមើលរួចឈ្មោះប្រាសាទតាមន្តូចតាមន្ធំតាក្របីឈ្មោះខ្មែរតែខ្ញុំញាក់វាថាបើវាឈ្មោះជាខ្មែរទេតាមពីណាពីណីមក
ภาษาព្រះវិហារបานថាជនជាសៀមនេះអ្នកកាន់ពុទ្ធសាសនាដូចយើងដែរបើអត់បានប្រព្រឹត្តទៅតាមសាសនាទេបងគឺមានមហិច្ឆតាលោភលន់បើចង់លេបត្របាក់យើងទាំងអស់ឥឡូវនេះកំពុងទៀមទាខេត្តសៀមរាបសរីសោផិនបាត់ដំបងថាទឹកដីរបស់វាទៀតហើយបោសានទឹកដីអង្គលវាធ្វើអាណានិគមត្រួតយើងទេញោមញាតដល់បារាំងមកដេញទៀមទាឲ្យទៅវាប្រគល់ឲ្យឥឡូវវាថាសៀមរាបរបស់มันវាថាម៉េចបានវាស្រែកឃ្លានទឹកដីកម្ពុជាសៀមរាបស្អីបន្ថែមទៅទៀតវាមើលឃើញថាបើនៅខេត្តសៀមរាបនេះប្រាសាទពេះពេញញោមមើលកោតូចកោធំប្រាសាទប្រទេសក្តីតាព្រំអីទាំងអស់ពេះពេញបានតែសៀមរាបទៅទៀតសេដ្ឋកិច្ចពីប្រាសាទនោះហូរចូលឲ្យវាបានផលអត់ប្របាក់ធ្វើអីទេញោមអត់ប្របាក់ស្រោចទឹកដាក់ជីអីទេបងជាកន្លែងទេសចរណ៍ញោមមានមួយឆ្នាំនឹងចូលប្រមាណបានវាចង់បានណាស់ហ្នឹងណាបងនឹងសូមឲ្យញោមនិយាយជ្រាបចឹងនេះនិយាយពីមហិច្ឆតារបស់វាចង់បានព្រោះកាន់ប្រាសាទនៅក្នុងស្រុកសៀមនៅក្នុងប្រាសាទក្នុងក្តាស់500ណាប្រាសាទលុបបូរីប្រាសាទស្រៈបូរីនគររាជប្រាសាទភីម៉ាយអីហ្នឹងបងសត្វរបស់ខ្មែរទាំងអស់វារៀបចំឲ្យពួកទេសចរទៅមើលទៅមើលវានិយាយប្រាប់ទេសចរវាថាប្រាសាទទាំងអស់នេះមិនមែនជារបស់ថៃទេគឺរបស់ខ្មែរវាថាប៉ុន្តែខ្មែរលះបង់ចោលអត់បានថែរក្សាទេដល់ថៃគេឃើញទំនេរយកគេមកថែរក្សាការពារតែខ្ញុំមកវិញនិយាយល្អតាមពេលវាមកវាយយកពីយើងទេពីសៀមរាបទៅបង្កក់ដល់400គីឡូទេណាញោមញាត400គីឡូទេបងបើវាឡើងចុះបានងាយណាស់អញ្ចឹងថាខ្មែរបោះបង់ចោលសៀមគេមកថែរក្សាទៅបើខ្មែរមិនមានសិទ្ធិមកទៀមទាទៅវិញទេបើសៀមគេរក្សាយូរហើយយ៉ាងបានទេអានឹងចឹងញោមញាតប្របាទបញ្ញាយ៉ាតដែលលោកដកខ្លួនចេញពីអង្គរធំទៅណាសៀមវាវាយ3ដងផ្ទួនគ្នាប្រជាប្រដ្ឋអត់បានធ្វើស្រែធ្វើចង្ការទេញោមឲ្យអត់បាយក្រហើយទឹកអត់បានរៀនបានសូត្រអីធ្វើការងារណាលោកធនវាបានជាប់គ្នាដល់លើកទី3ក៏លោកសត្វចិត្តដកព្រះអង្គថយទៅនៅឯទួលបាសានណាទៅទួលបាសានស្រុកស្រីសន្ធោឈ្មោះស្រីសន្ធោនោះវិជាតែញោមញាតគេស្រីយៈសោធោព្រោះឈ្មោះទីក្រុងពីសៀមរាបមានស្រីយៈសោធោយៈសោធរៈបរៈហ្នឹងយកទៅតាំងរាជធានីនៅឯទួលបាសានហ្នឹងទួលបាសានហ្នឹងពពោបិតារបស់លោកធ្លាប់ទៅបង្កទៅបង្រឹងទៅនៅហ្នឹងដែរទៅតាំងនៅទៅលោកទៅរៀបកម្លាំងទៅកបានមុនទៅលើកមួយវាយដេញសៀមទៅវិញដេញសៀមចេញទៅវិញអាហ្នឹងចឹងញ៉ែមើលមកវារកគួនបើខ្លាំងពេកបើនៅអត់បានអានេះលើកទី1លើកទី2នៅលងវែងបន្ទាយលងវែងបន្ទាយលងវែងហ្នឹងដាំរស័យបន្លាពិតជុំវិញធ្វើកំបែងវាលើកទៅមកវាយអត់បានទេចូលរស័យវាមិនដល់ធ្វើនយោបាយយកប្រាក់ដួងមកបាញ់ពេញគុំរស័យណាដល់ប្រជាប្រដ្ឋយើងទៅឃើញជីតំពាំងទៅឃើញប្រាក់ដួងហ្នឹងក៏ចង់បានប្រាក់ដួងក៏កាប់ឆ្កាត្រួសត្រាយតែល្អចង់បានប្រាក់ដួងហ្នឹងនយោបាយរបស់វាហ្នឹងเราដឹងថាអស់រស័យហ្នឹងលើកទៅម្ដងទៀតវាយក៏ធ្លាយទៅមកវាយធ្លាយហើយប្របានជាថាទី1គ្រប់គ្រងលោកភៀសខ្លួនទៅនៅស្រុកលាវហ្នឹងប៉ុន្តែវាអត់និយាយថាស្ដេចភៀសខ្លួននៅស្រុកលាវទេវាថាវាមកច្បាំងក្រុងលងវែកបានចាប់ស្ដេចបានអាកយកឈាមលាងជើងស្ដេចយើងនិយាយវាទៅតែរឿងកុនបញ្ចាំងឲ្យពួកប្រជាប្រដ្ឋមើលទៅសប្តាហ៍ថ្ងៃអីណាញោមញាត
រឿងឡងវែងណាខ្ញុំយកគិតមើលវិធីទី3ក៏យើងចេញពីខ្មែរក្រហមមកណាយោមញាតអត់កអត់ស្រូវអុយបលពុកណោភៀខ្លួនទៅស្រុកសៀមខ្ញុំដឹងទេទៅនៅវាប្រមូលឲ្យនៅទៅដល់បានច្រើននោះដឹកឡានទៅចាក់ចោលនៅភ្នំនរ៉ែករឹបមើលស្លាប់ចង់អស់ខ្ញុំញាតវាមានអយអង្គឲ្យអីណាបរិភោគយកទៅដល់វាចាក់នៅជ្រោះភ្នំនៅមានច្រាក់ប្រើចោលណាហើយវាបាញ់បង្រោះពីលើមកត្រូវក្របស្ដាប់គ្មានសល់ទេហើយអ្នកដែលរួចរកក៏បតោងដើមឈើឬឈើអីចាំមកចាស់ចាំងទាំងអស់ស្រីពោះធំបោះស្រីអីកងចែងមានស្រីមួយក៏មានមកនេះស្រីកងចែងទៅនៅឯស្រុកអាមេរិកណាបើដល់វាដេញទៅនោះមានកងចែងយកទៅផ្ញើនឹងព្រះសង្ឃនឹងវត្តសំផ្ញើនឹងលោកក៏ឲ្យមេឲ្យស្អីខ្លះសូមឲ្យលោកជាមកូនឲ្យបងអញ្ចឹងដល់គេទៅនៅស្រុកនេះរកបានគេតាមមករកកូនដល់ស្រុកស្រួលនេះគេតាមមករកកូនគេឃើញគេយកទៅវិញបងនឹងមានមួយនៅស្រុកអាមេរិកបាញ់ស្លាប់អស់ញោមញាតទៅចុះមកត្រូវមីនទៀតតែក៏តែណាមានថ្លុកទឹកអញ្ចឹងខ្មែរក៏ហមមកដាក់មីនជុំវិញទឹកហ្នឹងឯងទៅកុំចាន់មីននឹងងាប់អស់ទៀតបងផលកម្មអាក្រក់ហ្នឹងបានរស់ដោយសារទាហានយួននេះយួនមកឃើញចែកអង្គមកយកមកបរិភោគទៅបើមានណាំបាយណាបរិភោគរស់ហើយញោមញាតចេញដល់រួចចេញមកវិញនោះខ្លះក៏ទៅស្រុកភ្នំពេញទៅអីទៅខ្លះតស៊ូទៅទៀតបើដើរមកកាត់ក្រុងសៀមរាបនេះរកេតរកាមកឈឺដេកក្រោមមលុបដើមឈើតាមមាត់ស្ទឹងហ្នឹងបងតស៊ូទៅទៀតក្នុងពេលហ្នឹងសហប្រជាជាតិមិនទាន់មកការពារយើងទេដល់ក្រោយបានមានសហប្រជាជាតិមកការពារយើងនៅក្នុងទឹកដីសៀមមិនសៀមឲ្យដីយើងនៅទេណាសហប្រជាជាតិមកជួលដីឲ្យនៅទេណាញោមញាតមកជួលដីឲ្យជំរុំខោយដាងជំរុំស្អីនឹងសាប់មកជួលដីឲ្យនៅបើកុំទៅឲ្យថ្លៃវាដល់ឲ្យនៅហើយពេលនោះសេដ្ឋកិច្ចចូលស្រុកវាលក់តាំងពីរស័យស្លាកស្បៅយកមកឲ្យអ្នកភៀសខ្លួនធ្វើខ្ទមនៅណាញោមញាតនឹងសត្វតែសេដ្ឋកិច្ចនេះបោកអាហារវាទិញមកឲ្យអស់សេដ្ឋកិច្ចដើរស្រុកវាកុំនឹងចូលដែលឲ្យនៅដូចជារុំខោដាងក៏អីនេះយើងនៅបាននៅក្នុងលបងនៅតែចេញក្រៅលបងបាញ់វៃបាក់ដៃបាក់ជើងហ្នឹងនេះគេចាត់វិញចាំមិនមនុស្សធ្វើអីទេនេះញោមញាតអាត្មារៀបរាប់3-4ចំនួនអ្នកញោមស្ដាប់មានតាណាមានមនុស្សទៅជួយយើងអត់ទេបើក្នុងពេលនេះឯងណាញោមញាតប៉ុន្តែអាត្មាក៏លេខមើលទៅឃើញបច្ចុប្បន្ននេះព្រះសង្ឃក្តីប្រជាពលរដ្ឋក្តីញោមញាតនេះមានសម្បត្តិទ្រព្យក្តីពោក៏ឃើញមានទឹកចិត្តនឹករលឹកដល់ទៅទាហានទៅសាកសាមនេះជួយបរិច្ចាគម្ហូបអាហារគ្រឿងឧបករណ៍បើឃើញទៅពោឲ្យហោហែជួយទំនុកបំរុងទាហាននោះឃើញតែទាំងអស់គ្នានឹងជ្រះថ្លាជួយទំនុកបំរុងទាហានក៏បានទាហានឯនេះយើងនិយាយបើគ្មានទាហានជារបងការពារនេះវាចូលមកវាយយើងយកប្រាសាទនឹងអស់ទៅទៀតបងអញ្ចឹងបានសម្រាប់យើងទាំងអស់គ្នាទាំងប្រសំក្តីញោមញាតក្តីអាស្រ័យយើងនៅបានសុខស្រួលបងដោយសារទាហាននឹងហើយជារបងការពារយើងឲ្យបានសុខហ្នឹងអាស្រ័យនេះវាមិនទាន់ចប់ទេមិនថ្ងៃណាទៅទៀតទេបងវាធ្វើទុករកគួនយើងសុំឲ្យញោមញាតកុំទាន់ដាក់ចិត្តចោលពីទាហានសុំឲ្យងាកក្រឡេកមើលទៅកងទ័ពយើងនៅទប់ទល់នឹងសត្រូវបើស្រាប់សប្តាហ៍ថ្ងៃនេះឮធ្វើសំណូមពរមកទៅសុំមកការពារផ្សែងពុលហើយឆ្នាំការពារមូភ្លៀងចេះក្នុងព្រៃនោះយកមកនៅថ្ងៃរោមដូចស្អីឬសូអែមួយថ្ងៃបងសុំឆ្នាំការពារមូហើយថាមហូបអាសុំមហូបអាហារណាដែលឆ្អិនស្រេចញោមញាក់ឡាក់គេលីងមុខឲ្យដាក់ដល់ឲ្យគ្នាអត់មានពេលដាំទេនៅខ្សែមុខជាជុកខ្សែត្រៀមមកអត់មានពេលដាំទេបងញាក់ដេកតែក្នុងរូមក្នុងលេនឋាននៃការពារខ្លួនយើងមិនបានដឹងអត់ដឹងថាពួកនោះរងទុក្ខវេទនាទេណាបង
មើលយើងនៅសោកស្រួលទាំងអស់បើកុំតែពួកក្នុងការពារវាធ្លាយមកយើងក៏មកសោកហ្នឹងចឹងហើយសូមអាត្មាលើករឿងនោះមកជម្រាបញោមញាតិចឹងបងបានតែពួកទាហានឬការស្លាប់របស់ពួកទាហានក្នុងពេលជីវិតដែលស្លាប់នេះមានតម្លៃណាស់ញោមញាតិគឺមិនមែនស្លាប់ដោយសារដើរទៅលួចគេបាញ់ងាប់ទេមិនមែនដើរទៅបៀតបៀនគេបាញ់យើងងាប់ដោយការពារទឹកដីប្រទេសជាតិមានតុភូមិការពារជាតិសាសនាម្ល៉េះហើយពួកទាហានទាំងអស់មានគុណឧបការៈមកលើយើងគ្រប់គ្នាទាំងអស់តទោះបីយើងមិនស្គាល់ក៏ដោយឲ្យទៅទាហានណាដែលធ្វើពលិកម្មគឺមានគុណឧបការៈមកលើយើងទាំងអស់យើងមិនត្រូវភ្លេចគុណទេត្រូវតែនឹករលឹកដល់កងយោធាដែលធ្វើពលិកម្មបូជាជីវិតសាច់សោះសែមស្រស់គឺការពារទឹកដីឲ្យយើងនៅបានសុខរស់រានទឹកដីដោយសារពួកនឹងបូជាជីវិតសម្រាប់យើងនេះជាគុណឧបការៈរួចយើងនឹកគុណនឹងត្រឹមម៉ែឪមេដាបិតាយើងនឹកគុណគ្រូបាអាចារ្យនឹកគុណតកូលរៀងច្បាស់មកយើងទេបើតែគុណដែលវែងឆ្ងាយទៅទៀតគឺពួកកងទ័ពហើយគុណមេដាបិតាលោកមានគុណតែនឹងយើងជាកូនទេគ្រូបាអាចារ្យមានគុណទៅនឹងសិស្សទេពួកទាហានមានគុណទៅគ្រប់មនុស្សទាំងអស់ក៏គឺជាប់គុណទាំងអស់នេះនិយាយពីគុណរបស់ទាហានហ្នឹងបងរួចអាត្មាបានយកអំណោយទៅជួយដល់ពួកកងទ័ពខាងមុខនោះបងបើមិនណយអាត្មាទេញោមញាតិតែមានចាផ្ដល់មកក៏យកទៅជួយហើយក៏ជួយដល់ពួកទាហានដែលលបួសសម្រាប់តាមមន្ទីរពេទ្យនោះហើយមិនអាត្មាទេមានប្រសង់ច្រើនណាស់បងដែលលោកនាំអំណោយទៅជួយហ្នឹងគ្រប់ខេត្តបងសំបីសម្ដេចព្រះសង្ឃនាយកនៅភ្នំពេញហ្នឹងក៏លោកបាននាំអំណោយនាំគណៈសង្ឃទៅដែរគេថាมันស្ងៀមដែរបងហើយបាននាំអំណោយទៅជួយអ្នកដែលរបួសដេកពេទ្យខ្លះត្រូវផ្សែងពុលនឹងមកបងខ្លះក៏ងាប់ទៅអត់មកបានខ្លះក៏ស្រាលមកព្យាបាលហើយបាននាំអំណោយទៅជួយដល់ទាហានដែលពលិកម្មតាមទៅដល់ផ្ទះយកមកខ្លះអត់មានផ្ទះនៅទេណាបងផ្ទះចងស្លឹកប្រក់ស្លឹករយៈរួចប្រពន្ធមួយកូនពីរបីហើយប្រពន្ធអត់ចេះទៅអីរកអីទេសង្ឃឹមតែប្តីហើយចាំបើអត់ពីប្តីទៅទៀតហើយធ្វើម៉េចបើឃើញលោកជំទាវពេជ្រច័ន្ទមនីក៏បានធ្វើដំណើរទៅក៏ចូលទៅដល់ផ្ទះទាហានកងទៅក៏ចូលទៅដល់ផ្ទះហ្នឹងមកផ្ទះណាដែលឈើព្រៃដោះឡើងចិត្តអស់លៀងក៏ឲ្យឆ្កាត្រួសត្រាយឲ្យស្រឡះហើយបានអត់ផ្ទះនៅក៏ទិញផ្ទះដែលគេធ្វើបណ្ដោះអាសន្នតូចហ្នឹងបើឲ្យទៅនៅជួយសង្គ្រោះអូយដល់ទៅមើលឃើញពិបាកមែនតែនបងគឺឃើញថាឪស្លាប់ទៅហើយបន្សល់គេគឺប្រពន្ធនឹងកូនហ្នឹងទុកតើហ្នឹងឯងដែលយើងទាំងអស់គ្នាត្រូវតែជួយសង្គ្រោះប្រពន្ធនឹងកូនគ្នាហ្នឹងបងថាឪស្លាប់ទៅហើយយើងក៏នៅធ្វើតេកណានុប្រទានឧទ្ទិសជូនទៅតាមពុទ្ធសាសនាចុះប្រពន្ធនឹងកូនវាត្រូវការប្រើប្រាស់វត្ថុ4យ៉ាងដែលប្រពន្ធលោកសំដែងដែលញោមថាបច្ច័យ4ហ្នឹងត្រូវការសម្ពត់ខោអាវស្លៀកពាក់ត្រូវការមកហូបអាហារត្រូវការផ្ទះសម្បែងដែលត្រូវនៅជ្រកកោនពន្លឺព្រះអាទិត្យពន្លឺព្រះអាទិត្យភ្លៀងផ្គរអីហ្នឹងត្រូវការថ្នាំព្យាបាលរោគចាំបាច់ហ្នឹងមកចុះបើវាអត់មានអីតាជីវិតនេះយ៉ាងម៉េចអានឹងត្រូវជួយណាញោមញាតិបរិយារដ្ឋាភិបាលលោកជួយដោយសម្ដេចដូចជាជំទាវពេជ្រច័ន្ទមនីគឺលោកជួយគ្រប់គ្រងច្រើនណាស់បងដូចសម្រាប់ប្រពន្ធនឹងកូននឹងមានអ្នកដែលមានទ្រព្យធនធានហ្នឹងគឺខ្លះគេជួយធ្វើផ្ទះធ្វើអីឲ្យនៅទៀតបងហើយគេជួយសង្គ្រោះបដល់កូននឹងប្រពន្ធនឹងឲ្យរៀនសូត្របងព្រោះយើងទាំងអស់គ្នាក៏គួរតែជួយសង្គ្រោះកូននឹងបង
ឲ្យគ្នារៀនសូត្រឲ្យបានដល់ចំណេះវិជ្ជាខ្ពង់ខ្ពស់ទៅបានជាបរិញ្ញាបត្រអនុបណ្ឌិតទៅយើងឈប់ព្រួយយ៉ាងតែជួយរុញពួកនោះឲ្យដល់ត្រើយឲ្យគេមានសមត្ថភាពរស់នៅខ្លួនគេបានហើយតែយើងជួយគឺជួយឲ្យរៀនសូត្រនឹងឯងបងនេះបានឈ្មោះថាយើងតបគុណឪពុកគេនឹងដែលគេបាត់បង់ជីវិតព្រោះយើងនេះអាត្មាសូមជម្រាបចាញោមញាតិយើងមកប្រទេសមានគ្នាប្រមាណ10លានបើញោមជួយតែមួយខែតែ10000រៀលក៏បានជាងរស់មកមានជាសមាគមមិនអីណាទៅញោមនេះមួយខែក៏បង់ជួយ10000រៀលទៅឲ្យទៅដើម្បីជួយសង្គ្រោះពួកហ្នឹងហើយចិញ្ចឹមប្រពន្ធចិញ្ចឹមកូនហ្នឹងអានឹងនិយាយពីកិរិយាដែលយើងសង្គ្រោះញាតិអានឹងទី1ហើយញោមនេះនិយាយមកអូធ្លាយដល់បច្ចុប្បន្នភាពដែលយើងត្រូវជួយសង្គ្រោះហ្នឹងបើសង្គ្រោះមិនទាន់ចប់ទេណាញោមញាតិនៅកូននៅប្រពន្ធនៅទីលកាហ្នឹងតែញោមញាតិទៅឃើញខ្លួនឯងបានស្រក់ទឹកភ្នែកបងជីវិតប្រពន្ធទៅហ៊ានបានកិរិយាដែលប្រពន្ធលោកឲ្យសង្គ្រោះញាតិហើយទី2អតិថេពលីលោកឲ្យទទួលរាក់ទាក់ជាជន់ជាញាតិមិត្តរបស់ញោមក្លើមរិយឲ្យដែលរស់ស្គាល់គ្នាហ្នឹងវេលាពួកអនោះមកកាន់ផ្ទះយើងត្រូវទទួលរាក់ទាក់ដោយមហូបអាហារបាយទឹកនំចំណីអីហ្នឹងណាប្រពន្ធលោកបញ្រៀនហើយបងកុំឲ្យគេមកហើយក៏យើងមិនគិតទទួលរាក់ទាក់បាយទឹកនំចំណីអីហ្នឹងប្រពន្ធលោកឲ្យយើងទទួលរាក់ទាក់ដោយបាយទឹកនំចំណីប៉ុន្តែលោកហាមមិនឲ្យយកស្រាទៅទទួលទេព្រោះស្រាធ្វើបន់បានបន់ទេបើយើងយកស្រាទៅទទួលដូចយកស្រាទៅសម្លាប់អ្នកនឹងឯងព្រោះស្រាជាឃាតករសម្លាប់មនុស្សប៉ុន្តែមិនសម្លាប់ភ្លាមទេអានៅទៅប្រើពេលយូរបានស្លាប់កើតរោគពលលោកហាមមិនឲ្យយកស្រាទទួលទេនេះនិយាយពីអតិថេពលីទទួលរាក់ទាក់មនុស្សដូចគ្នាហ្នឹងដែលជាសាច់ញាតិសន្តានព្រៀងលៀនរបស់បងយើងហ្នឹងហើយទី2ទី3ពពេតពលីគឺនេះបន្តិកេណានុបទានដែលយើងឧទ្ទិសជូនដើម្បីសង្គ្រោះដល់មនុស្សដែលស្លាប់ទៅហើយនេះអតិពពេតពលីសង្គ្រោះញាតិដែលស្លាប់ទៅហើយដោយបន្តិកេណានុបទានកាន់បេនហ្នឹងទី4រាជពលីឲ្យញោមញាតិបងពន្ធជូនស្ដេចពលលោកគាត់ថាបងពន្ធជូនស្ដេចដើម្បីស្ដេចបានប្រាក់ញោមញាតិបងពន្ធហ្នឹងយកទៅកសាងរចនាសម្ព័ន្ធក្នុងប្រទេសធ្វើផ្លូវថ្នល់ធ្វើស្ពានមន្ទីរពេទ្យសាលារៀនអីស្ដេចលោកមានប្រាក់ពីណាកសាងប្រទេសគឺញោមញាតិគឺពន្ធដាហ្នឹងឯងញោមញាតិព្រះអង្គលោកជ្រាបពលីទី4ឲ្យបងពន្ធជូនស្ដេចឬពន្ធដានេះញោមញាតិមិនតែខ្មែរយើងទេមនុស្សនៅលើពិភពលោកណាក៏មានដល់បើទៅស្រុកអាមេរិកថ្លៃជាងយើងទៀតមកទៅធ្វើការគេកាត់ប្រាក់ថ្ងៃពីយើងទៅធ្វើបានប៉ុន្មានគេកាត់ពន្ធមួយចំណែកទៅអូទិញផ្ទះទិញស្បែកសក់បងពន្ធឲ្យរត់ទៀតអញ្ចឹងណាមេដាប្រាក់បានហើយយកមកដាក់គ្រឿងចាយនៅគេកាត់ពន្ធពីច្រើនណាស់ទៅគាត់យ៉ាងយើងណាបងយកមិនធ្វើដែលប្រពន្ធលោកសំដែងគឺត្រឹមត្រូវទាសកលទាំងអស់បងជាតិណាតែគេបងពន្ធឲ្យរដ្ឋាភិបាលឲ្យស្ដេចដែរនេះទី4ទី5ទេវតាពលីញោមញាតិធ្វើបុណ្យធ្វើកុសលសូមឲ្យផ្សាយបុណ្យកុសលដល់ទៅពពួកទេវតាទាំងអស់ដែលលោកត្រូវការចង់បានកុសលផលបុណ្យពីយើងនោះពលលោកបញ្រៀនពលី5ហ្នឹងទី1សង្គ្រោះញាតិយើងរស់ទី2ទទួលរាក់ទាក់ចំពោះញាតិមិត្តយើងដែលមកលេងផ្ទះយើងទី3ធ្វើបុណ្យឧទ្ទិសជូនដល់ពុព្វបេតិជនដែលស្លាប់ទៅហើយមេត្តាបិតាញាតិមិត្តសន្តានអីនោះរួចទី4នោះបងពន្ធជូនស្ដេចថ្វាយស្ដេចទី5គឺឧទ្ទិសកុសលជូនដល់ពួកទេវតានឹងមេរៀនប្រពន្ធលោកបញ្រៀនណាញោមញាតិណាបើយ៉ាងញោមញាតិជាពុទ្ធបរិស័ទនេះជឿប្រពន្ធគួរតែប្រព្រឹត្តនៅពលី5ណាបោឲ្យបាន
គ្រប់គ្រាន់ទៅតាមពេលលីទាំង5ដែលព្រះសម្មាសម្ពុទ្ធលោកសម្ដែងហ្នឹងបងแล้วด้วยប៉ុណ្ណឹងហើយបងសម្ដែងទៅទៀតក៏យូរវិញજાયម៉ោង5កន្លះជិតកន្លះហើយឃើញញោមញាតិដូចប្រែប្រួលមុខស្អុយគ្រប់តែគ្នាជួនកាលបងវិញតែជាលោកសំដែងធ្វើឲ្យមិនចេះគិតគេចុកដៃចុកជើងហើយដល់អញ្ចឹងទៅទៀតណាអាត្មារអ៊ីខ្លួនណាបាទវិញយកធ្វើទេសនាក្នុងកាន់វេនកិនគឺអាវេនបិនទី3នេះរបស់ឯកឧត្តមគួយចម្រើននឹងលោកជំទាវឧទ្ធីតាពៅព្រមទាំងបត់ដែលមានបងបាសិកាគួយខៅណៃបងបងអស់ហ៎បងទី1បងនឹងបាសិកាគួយសូរិយានេះប្អូនពៅនេះមែនឯណាមួយទៀតអត់បានមកទេឯណាមកចង្អើអាត្មាមើលមុខទេបាទឯណាប្អូនទៅបាត់អត់បងនោះហើយធ្វើទេសនាសម្ដែងក្នុងពិធីវេនបិណ្ឌរបស់ញោមញាតិទី3របស់ឯកឧត្តមគួយចម្រើននេះក៏និយាយទៅដូចយូរណាស់ផងតែឃើញញោមប្រែប្រួលបាននឹកឃើញគួរចប់ចឹងផងធ្វើទេសនាក្នុងកម្មវិធីបុណ្យនេះក៏សូមឧទ្ទិសកុសលវេនបិណ្ឌនេះឧទ្ទិសកុសលជូនដល់បុព្វការីជនបុណ្យគេធ្វើទៅអ្នកស្លាប់ហ្នឹងហើយបុព្វការីជនជាដូនជាតាសាច់ញាតិទាំងបានដែលលះលោកទៅឲ្យសូមផ្សាយកុសលទៅសូមលោកអនុមោទនាត្រេកអរចំពោះបុណ្យកុសលដែលកូនចៅឧទ្ទិសជូនទៅម្យ៉ាងទៀតក៏ពួកកងទ័ពដែលបានពលីជីវិតការពារអាយុជីវិតរបស់យើងដែលជាខ្មែរទាំងអស់ទាំងប្រសង់ទាំងបរិស័ទទាំងអស់ឲ្យរស់រានមានជីវិតបានសុខស្រួលដោយសារលោកនឹងក៏យើងសូមឧទ្ទិសផ្សព្វផ្សាយដែលសូមលោកអនុមោទនាទទួលកុសលផលបុណ្យនេះសេចក្តីប្រាថ្នារបស់លោកយ៉ាងណាក៏ចូលសម្រេចទៅតាមទឹកចិត្តរបស់លោកដែលប្រាថ្នានឹងចោលបើម្យ៉ាងទៀតសូមជូនពរដល់ញោមញាតិពុទ្ធបរិស័ទគ្រប់គ្នាស្ដាប់ធ្វើទេសនានេះឲ្យសូមឲ្យកើតបញ្ញាប្រាថ្នាអ្នក5ពាក្យរបស់ព្រះពុទ្ធនឹងនាំយកមកប្រាប់ញោមញាតិនឹងស្ដាប់ច្បាស់ហើយសូមយល់ច្បាស់សូមមានបញ្ញាជ្រះថ្លាក្នុងការធ្វើទានធ្វើសិលធ្វើភាវនាណាញោមញាតិនឹងបានពុទ្ធសាសនាដែលញោមញាតិប្រព្រឹត្តទាំងបានផលគឺសេចក្តីសុខជួយទ្រទ្រង់ញោមញាតិនឹងឲ្យបានមានជីវិតរស់នៅដោយល្អពោទោះបីប្រាថ្នាសម្បត្តិមនុស្សសម្បត្តិទេវតាព្រះនិព្វានក៏ផ្លូវ3នឹងឯងតែជីផ្លូវ3អត់ទៅរួចទេបងនេះជាមេគានៃពុទ្ធសាសនាធ្វើទេសនាក្នុងឱកាសធុសា